ជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel ខ្លាចអត់ថ្ងៃនេះដែរខ្ញុំអត់បានសម្រាយរឿងឲ្យពុកម៉ែបងប្អូនស្ដាប់ទេប៉ុន្តែថ្ងៃនេះទៅស្ដាប់សាច់រឿងរបស់បងអាចារ្យភ្លុកដែលគាត់បាននិយាយនៅក្នុងតុកអំភ្លឺបេក្រាន់ងឹតគាត់បាននិយាយមានអារម្មណ៍ថាសាច់រឿងឲ្យគាត់និយាយមករន្ធត់ហើយនឹងគួរឲ្យខ្លាចមែនទែនអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះទៅស្ដាប់គាត់និយាយមានថារឿងហ្នឹងវាមានសាច់រឿងបែបរន្ធត់បែបព្រឺព្រួយយ៉ាងម៉េចខ្លះតោះទៅស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាមានម៉ានរឿងដែរចាប់លោកថ្ងៃហ្នឹងមានពីររឿងទី1នេះគឺខ្ញុំចែកម្លែកខ្លួនខ្ញុំផ្ទាល់ពាក់ព័ន្ធជាមួយនឹង15រួចឃើញខ្មោច15រួចឬក៏ពឹសស្ដា5ចប់ឃើញមនុស្សឬស្ដាប់ឮដូចគ្នាយើងអាចចំណងជើងមួយណាក៏បានដែរពីហ្នឹងឥឡូវពឹសស្ដា5ចប់មើលឃើញមនុស្សនិងស្ដាប់ឮហើយមួយទៀត15រួចឃើញខ្មោចហើយល្ងឹតអូខេឥឡូវចំណងជើងពីអាចារ្យភ្លុកមាន2ក្នុងមួយរឿងសាច់ហ្នឹងអាចចំណងជើង2តែចាំមើលយើងស្ដាប់ចប់ចាំយើងបន្ថែមចំណងជើងឲ្យម្នាក់មួយទៀតហើយនឹងបងប្អូនដែលកំពុងទស្សនាគាត់ដាក់ចំណងជើងឲ្យយើងដែរហើយរឿងទី2នោះគឺធ្វើមែនលើផ្លូវខ្មោចដើរធ្វើមែនលើផ្លូវខ្មោចដើរលើផ្លូវខ្មោចដើរផ្លូវហ្នឹងគឺខ្មោចដើរហើយជាកិច្ចដំបូងគឺរឿងទី1ដែលខ្ញុំត្រូវចែកម្លែកនោះគឺមានហៅថាផេះធូបនេះយើងធ្វើសម្រាប់ធ្វើពិធីមួយដែលហៅថាបើកភ្នែកឃើញខ្មោចយើងត្រូវប្រើ2ឆ្វេង1ស្ដាំ1ផេះធូបនេះហើយយើងមានមលូក្នុងនោះមានអីគេខ្លះមានមលូហើយនឹងស្លាខាងក្នុងចាក់ដាក់កបោហើយអត់ទេបាច់យើងប្រើកបោហើយយើងប្រើតែស្លាហើយមលូបានហើយមលូយើងយកចៃអត់យកមលូទុំឬក៏ស្ងួតឬអីគេយើងសោះតែម្ដងឲ្យធូបមកសរសៃបានហើយពេលដែលយើងធ្វើគឺថ្ងៃ15រួចនិងថ្ងៃ7រួចប៉ុន្តែយើងធ្វើជ្រើសយកថ្ងៃ7រួចមុនហើយចាំថ្ងៃ15រួចហើយកិច្ចការទាំងអស់នេះគឺខ្ញុំបានដឹងមកអំពីលោកអាចារ្យព្រឹទ្ធាចារ្យលោកអាចារ្យយងជឿនដែលគាត់ជាគ្រូឬក៏ដូចជាលោកអាចារ្យយូគីនិងគឺជាអ្នកភ្លុកជើងចាស់ដែរដែលគាត់បានហាត់ឬក៏បង្រៀនបានប្រាប់របៀបទាំងអស់នេះទី1នោះគឺយើងធ្វើរបៀបកិច្ចការទាំងអស់នេះគឺយើងត្រូវរកឲ្យបានបំផុតគឺមលូហើយនឹងធុកនេះជាគោលបំផុតសំខាន់បំផុតពេលដែលយើងរកបានហើយគឺយើងត្រូវរកផេះខ្មោចតៃហោងប្រភេទយកពីមេនមកបាទយើងយកពីណាក៏បានដែរឲ្យតែប្រភេទផេះហ្នឹងគឺប្រភេទប្រភពតៃហោងដូចជាចងកគ្រោះថ្នាក់ចរាចរណ៍ឬក៏ស្លាប់ដោយតៃហោងប្រភេទអីផ្សេងផ្ទះបាញ់តែអីចឹងណាអញ្ចឹងយើងយកមកយកដាក់ចូលក្នុងនេះដាក់ចូលក្នុងនេះពេលដែលយើងដាក់ចូលក្នុងហ្នឹងហើយយើងដុតធូបប៉ុន្តែហាមកុំឲ្យផេះហ្នឹងធ្លាក់ទៅកន្លែងផ្សេងឲ្យអាផេះធូបបាទផេះធូបហ្នឹងផេះធូបធ្លាក់ចូលក្នុងនេះធ្លាក់ចូលក្នុងនេះនៅពេលដែលវាធ្លាក់ចូលក្នុងហ្នឹងហើយយើងមិនបាច់យកតាណាទេចាំអាមួយខាងនេះអស់ហ្នឹងទៀតរហូតដល់ថ្ងៃទី700ខែល្ងឹតអញ្ចឹងយើងដោះមកយើងដោះវាមកយើងយកអាផេះហ្នឹងគូមកហើយលាបភ្នែកយើងហើយនឹងត្រចៀកមិនម្ដងណាលាបម្ដងបាទលាប2ដងអាឆ្វេងនេះយើងលាប700អាខាងស្ដាំនេះយើងលាប15រួចជំនឿថាម្ដងគ្នាពី7រួចហើយដល់15រួចមកយើងលាបម្ដងទៀតបាទពេលដែលយើងលាប7រួចហើយលោបានម្សិលដល់ថ្ងៃ15រួចយើងលាបមួយខាងទៀតខាងណាក៏បានដែរចុះលាបតាណាគ្នាអត់បានទេយើងលាបពេលដែលយើងលាបហើយធ្លាក់ខ្លួនឈឺហើយលាបហើយធ្លាក់ខ្លួនឈឺអាកាតបាទធ្លាក់ខ្លួនឈឺមិនឈឺវះកាត់វះអីទេអត់ទេលាបបាទចាញ់បាទរបៀបអត់ស្រួលខ្លួនបាទចាញ់ស្មុកត្រេះអញ្ចឹងណាហ្នឹងហើយដល់ពេលហើយចង់ថាទេបើសិនជាយើងលាបហើយយើងត្រូវទុកអារបស់របរនេះឲ្យដូចដើមវិញកុំឲ្យបាត់អសោះពេលដែលយើងត្រូវរំលាយបើកភ្នែកយើងវិញលេងឲ្យឃើញពពួកអាមនុស្សវិញត្រូវបិទវិញត្រូវបិទភ្នែកវិញពេលដែលយើងត្រូវបិទវិញយើងត្រូវយកពួកអានេះហ្នឹងយកមកលាបវិញប៉ុន្តែយើងត្រូវដូរថ្ងៃ7កើតនិង15កើតវិញខែភ្លឺពេលដែលយើងលាបហើយថ្ងៃ7កើតហ្នឹងគឺយើងលាបហើយមួយខាងនេះហើយរហូតដល់ថ្ងៃ15កើតគឺយើងលាបមួយខាងទៀតប៉ុន្តែចំណាំពេលដែលយើងទៅធ្វើកិច្ចហ្នឹងគឺយើងត្រូវពាក់អាវខាងខុសដូចពាក់អាវសក់ដែរណាបាទពាក់អាវខាងខុសអត់ឲ្យពាក់អាវខាងត្រូវឲ្យពោះចំណាំបាន
ពាក់អាវខាងខុសពេលដែលយើងពាក់អាវខាងខុសយើងដោះអាវនឹងពេញតែពេលដែលយើងត្រូវបាត់ភ្នែកវិញយើងពាក់អាវខាងត្រូវវិញហើយទៅកន្លែងហ្នឹងវិញ តែហើកន្លែងអត់ អត់រើទេនិយាយរួមទៅកន្លែងឧទាហរណ៍ថាយើងយកផេះហ្នឹងអាខ្មោចពពុះខ្មោចតែហោងហ្នឹងយកមកអើយធ្វើកិច្ចពិធីហ្នឹងកន្លែងណាយើងទៅធ្វើកន្លែងហ្នឹងអញ្ចឹងទៅឧទាហរណ៍ថាយកមកពីវត្តមកឆាវត្តអញ្ចឹងយើងយកពីមកឆាវត្តមក យកពីវត្តកទៅវត្តកវិញ បាទអញ្ចឹងអត់ឲ្យដូរកន្លែងទៅអីព្រោះអីកាលណាបើយើងធ្វើកិច្ចហ្នឹងហើយគឺកន្លែងហ្នឹងគឺចំណាំទុកហើយដល់ចំណាំទុកហើយទៅពេលដែលគឺឃើញបាច់ភ័យស្លន់ស្លោឯងអត់មានអីកាត់ឡើងទេអត់មានអីកាត់ឡើងធ្វើឲ្យយើងឈឺអីវាគាត់តែឃើញធម្មតាទេដូចខ្ញុំអញ្ចឹងអាចារ្យយងជឿនគាត់ឃើញជួយនេះបញ្ជួយភ្នែកយកនេះគាត់ថាបញ្ជួយហ្នឹងគឺឆ្វាក់ជាមួយនឹងពួកអាមនុស្សហើយខ្ញុំធ្វើកិច្ចនេះអាយុ15ឆ្នាំទេ អត់ធ្វើយូរហើយអញ្ចឹង ទៅយូរអាយុ15ឆ្នាំដោយសារគាត់ត្រូវប្អូនធွာយាយខ្ញុំតែគាត់ឃើញដូចជាមាននិស័យមួយគាត់ឃើញធ្វើកិច្ចនឹងឲ្យប៉ុន្តែកាលហ្នឹងគាត់ស្លាប់បាត់គាត់ធ្វើឲ្យបានតែ5ឆ្នាំគឺស្លាប់បាត់ហើយគាត់ស្លាប់យូរដែរហើយអូសាហាវគាត់គ្រូស្ដោះព្រមផងគ្រូខាបលឹងផង ចុះចាភ្លុកនឹកឃើញមិនទៅធ្វើអាពិធីបើកភ្នែកហ្នឹង បើតាមពិតទៅយាយខ្ញុំឯងលោកអាចារ្យយងគុណគាត់ថាចៅយាយធ្វើមាននិស័យមួយពពុះអស់ហ្នឹងបាទមាននិស័យឲ្យភ្នែកគឺបញ្ជួយនឹងគឺច្បាស់បាទប៉ុន្តែបើសិនជាធ្វើអត់ធ្វើពិធីហ្នឹងទេថ្ងៃណាមួយគឺនេះខាងនេះ បើថាអត់ធ្វើពិធីហ្នឹងទេថ្ងៃណាមួយបើឃើញខ្លាំងគឺអាចធ្វើឲ្យយើងបាត់បង់បានបើយើងអត់បងប៉ុន្តែបើយើងធ្វើពិធីហ្នឹងដូចប្រាប់អញ្ចឹងថានេះជានិស័យថានេះជាបនិស័យយើងជាមួយគ្នាអញ្ចឹងណាបាទ ព្រមទទួលយកព្រមវិខិតហ្នឹង បាទគាត់ធ្វើឲ្យតែពេលធ្វើឲ្យពួកនេះក៏ខ្ញុំអត់ចាំដែរខ្ទេចអស់លីង15ឆ្នាំមកខ្ទេចពេលហ្នឹងយើងរើផ្ទះទៅអស់លីងបាត់ឈឹង ចឹងបាត់លេងកើត បាទក៏ប្រាប់ឲ្យថាបើសិនតែយើងធ្វើអាហ្នឹងហើយយើងត្រូវឲ្យយកអាហ្នឹងមកទុកដូចដើមវិញពេលដែលយើងចង់បិទវិញយើងត្រូវធ្វើថ្ងៃ15កើតទៅថ្ងៃ7កើត តែបងបាត់វិញហើយ អត់បានបិទទេបានបិទទេបើអស់ហើយហ្នឹងខ្ទេចអស់ អត់អាចជំនួសអីបានទេ អត់ទេអត់ជំនួយបានទេតតែរបស់ដើមមកវិញ ចុះប្រើវិធីផ្សេងក៏អត់បានដែរ វិធីផ្សេងអានោះតែមានលោកអាចារ្យទៀតតែគាត់ថាយើងអត់សូវឆ្លើយជឿគាត់ថាទី1វាស៊ាំជាមួយនឹងពួកហ្នឹងហើយតតែយើងឈឺតតែយើងអារម្មណ៍យើង stress អត់ទៅស្រួលខ្លួនគឺចាប់ដើមមកភាកហ្នឹងគឺភាកគឺខ្លាំងដែរពេលខ្លះខ្លាំងបាទពេលរៀងខ្លាចដែរពេលមកពេលវាដូចជាតដល់កូនខ្ញុំដែរកូនខ្ញុំពេលខ្លះធ្វើដែរយើងមើលអាការៈគាត់បង្ហាញមកយើងដឹងបាទតាមពិតទៅអើយគ្នាយើងដែលមានស្មារតីខ្សោយបាច់ទេអ៊ំរជាង បើតែការចង់ធ្វើអត់ ចង់អត់ហងមើលគ្រឿងកត់មើលមកអស់ ខ្ញុំអត់ទេ សាយ អត់ទេខ្ញុំមានធុញមកអត់ទេ សាបានតែមានអី អត់ទេ ប៉ុន្តែគាត់ថាយើងត្រូវរក្សាទុកបលដើមនេះវិញ ខ្ញុំមានអារម្មណ៍ថាយើងលើសពីមនុស្សធម្មតាដែលយើងឃើញរឿងអីដែលអ្នកផ្សេងអត់ឃើញណា បាទ មានអារម្មណ៍ តែថាចេះពេលយើងធ្វើមិនមែនចេះថាបងធ្វើទៅឃើញទេហើយបងធ្វើទៅឃើញ ដល់មាននិស័យ បាទមិនបើសិនតែយើងធ្វើទៅឃើញទាំងអស់គ្នាយើងធ្វើទៅឃើញអស់គ្នាបាត់ហើយ ដូចរស់នៅពិភពលោកតែមួយមានអីលេងវារឿងធម្មតា បាទនោះតែយើងមានបនិស័យជាមួយនឹងពពុះអស់ហ្នឹងទើបឃើញ នេះនៅក្នុងរឿងក្រែមួយរឿងអេស្លាញល្បីមួយយ៉ាងមួយ ហ្នឹង 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 ហើយ អាឡាញក្រហម ចា អូខេអញ្ចឹងនេះគឺជាអាចារ្យភ្លុកក៏បានចែកម្លែកការដែលវិធីបើកភ្នែកឲ្យមើលឃើញអមនុស្សឬក៏អីចឹងទៅណាពពុះអមនុស្សយើងនិយាយចេះពពុះអមនុស្សអញ្ចឹងដូចអ្នកនរគ្នាបានស្ដាប់អញ្ចឹងសម្រាប់ខ្ញុំគឺប្លែកព្រោះខ្ញុំអ្វីដែលធ្លាប់ឮមកគ្រាន់តែ គូកបោ គូកបោកែងជើងអីចឹងណាអាហ្នឹងខ្ញុំអត់ដឹងដែរតែបើសិនជាមានបងប្អូនណាធ្លាប់មានបទពិសោធន៍ទៅបើកភ្នែកដើម្បីឲ្យមើលឃើញអញ្ចឹងជួយ comment ប្រាប់គ្នាយើងឲ្យបានដឹងហើយបើសម្រាប់ខ្ញុំស្ដាប់រឿងច្រើនដែរតែអានេះថ្មីលើកទី1បាទហើយអានេះគឺគាត់ធីបបន្ថែមកដរអារម្មណ៍ចំណេះដឹងទូទៅឯង បើតាមពិតទៅអានេះខ្ញុំអត់ត្រូវចែកម្លែកហ្នឹងដោយសារតែលោកតាអាចារ្យយងជឿនគាត់អត់ឲ្យចែកម្លែកទេទី1ខ្លះគេធ្វើទៅវាអាចនឹងប៉ះពាល់អារម្មណ៍គេ ចា បាទប៉ុន្តែដោយសារតែវាថ្មីហើយប្លែកហើយឲ្យស្រាវចម្ងល់អស់គ្នាថាមិនក៏ចេះតែឃើញខ្មោចមិនក៏ចេះតែលងអីចឹងឲ្យស្រាវចម្ងល់អស់គ្នាឲ្យមានថាលងតែម្នាក់ហ្នឹងឃើញតែឯងគៀតឃើញចឹងណាអញ្ចឹងទៅអញ្ចឹងស្រាវចម្ងល់ហើយបើចង់ធ្វើបានអាចតាក់ទងខ្ញុំធ្វើឲ្យបានប៉ុន្តែគាត់ថាបើសិនជាស្មារតីខ្សោយឬក៏មានបញ្ហាបេះដូងគឺមិនបាច់អីកុំយល់អត់មិនបាច់អី
វាអាចនឹងប៉ះពាល់អារម្មណ៍ស្តិបាត់បង់ស្មារតីណាមួយចឹង តន់ បាទ អូខេចឹងអ្នកនរនេះបានស្ដាប់ច្រើនហើយខ្ញុំគិតថាអ្នកនរនេះប្រហែលជាយល់ហើយដោយសារចាភ្លុកគាត់បានបញ្យល់ដោយខ្វះក្បាយដែរចាឥឡូវយើងចូលទៅប្រធានបទយើងវិញតើចាភ្លុកចង់ចែកម្លែកសាច់រឿងមួយណាមុនដែរ រឿងគឺធ្វើមេនលើផ្លូវខ្មោចដើរ អូខេ ហ្នឹង ជើញមក ដំណើរដើមតងនៅសាច់រឿងនេះគឺខ្ញុំបូជានៅខាងសុកធំខេត្តកណ្ដាលយើងហើយពេលដែលបូជានោះគឺបូជាម៉ោង3រសៀលបាទម៉ោង3រសៀលអស់សពខ្ទង់ប្រហែលជាម៉ោង8យប់អញ្ចឹងយើងហើមេនអាចជាម៉ោង9ឬក៏ម៉ោង10យប់ដោយសារតែនៅតំបន់ហ្នឹងគេហើស្អឹងម៉ោង9ម៉ោង10យប់តាមតំបន់ទេហើស្អឹងនេះឃើញបងប្អូនយើងលើកខមមិនច្រើនថាមិនក៏ហើស្អឹងយប់ហើស្អឹងព្រឹកទៅទៀតព្រឹកទៅទៀតថ្ងៃអញ្ចឹងណាតាមពិតអានេះគឺវិធីសាស្ត្រនេះគឺរបៀបនេះគឺរបៀបលោកអាចារ្យយោគីគាត់ធ្វើតាមតំបន់រៀងៗខ្លួនយើងមិនអាចថាខុសឬក៏ត្រូវបានឡើយតំបន់សកលធំខ្លះគាត់គឺស្អឹងម៉ោង9យប់បាទម៉ោង9យប់អញ្ចឹងទៅពួកខ្ញុំអ្នកមេននេះអញ្ចឹងយើងមានសិទ្ធិមេននេះដោយសារតែអស់សពហើយអញ្ចឹងពួកខ្ញុំក៏រុះមេនរុះអីប្លាទៅរហូតដល់ម៉ោង2កណ្ដាលទៀតម៉ោង2កណ្ដាលទៀតទើបយើងហើយចប់យើងបន្តដំណើរទៅខេត្តកំពង់ស្ពឺបូជាមកកន្លែងទៀតរហូតដល់យើងបើកឡានទៅដល់ខេត្តកំពង់ស្ពឺប្រហែលជាខ្ទង់ម៉ោង4ម៉ោង4ឬយើងហ្នឹងចឹងយើងអត់ឈប់ទេដោយសារតែពេលដែលយើងឈប់ទៅខ្លាចដេកជ្រុលទៅវាថ្ងៃធ្វើទៅវាក្តៅអញ្ចឹងទៅយើងក៏ចាប់ដើមធ្វើមេនតាំងពីម៉ោង4ទៅរហូតដល់ម៉ោង8ព្រឹកបានយើងធ្វើហើយសង់ហើយទាំងអីចឹងណាបាទសង់ហើយthìយើងអត់ចាប់អារម្មណ៍ថារឿងសពឬក៏នៅកន្លែងហ្នឹងប៉ះពាលប៉ះអីគេទេអត់ដឹងទេប៉ុន្តែរវាងកន្លែងយើងធ្វើមេនហ្នឹងគឺមានខ្ទមអ្នកតាមួយនៅកន្លែងហ្នឹងហើយដីកន្លែងខ្ទមអ្នកតាគឺជាដីរដ្ឋបោះរួមចា៎ អត់ជាកម្មសិទ្ធិរបស់អ្នកណាទេបោះរួមអញ្ចឹងទៅយើងធ្វើមេនកន្លែងហ្នឹងបានប៉ុន្តែកន្លែងអ្នកតាគឺអ្នកតាស្រុកធំគេហ្មងកន្លែងអ្នកតាធំនៃរៀនស្រុកអ្នកភូមិអីគេគ្រប់នៅហ្នឹងណាហើយយើងធ្វើមេនធ្វើអីយើងក៏បានសុំត្រឹមត្រូវដែរតាមបុណ្យដុតធូបសុំឲ្យពួកខ្ញុំអ្នកមេននេះមេខ្ញុំនេះក៏ទៅសុំត្រឹមត្រូវដែរអត់ថយទេព្រោះអីយើងធ្លាប់ឆ្លងកាត់ច្រើនយើងដឹងច្រើនថារបៀបហ្នឹងវាមិនអញ្ចឹងទៅយើងក៏ចាប់ដើមធ្វើមេនធ្វើអីហើយយើងមិនចាប់អារម្មណ៍ថាដីហ្នឹងវាមានបញ្ហាអីហ្នឹងទេប៉ុន្តែធ្វើមេនយើងសុខសប្បាយអស់គ្នាអត់មានបញ្ហាអីកាត់ឡើងថាត្រង់ថាកន្លែងហ្នឹងត្រូវអីខូចខាតឬក៏បាច់បាក់អីតែអីអត់ទេសុខសប្បាយអស់គ្នារហូតដល់ម៉ោង9ឬក៏ម៉ោង10ចិត្តចង្ហាន់ថ្ងៃត្រង់លោកនេះសាប់តាមកស្ទុះក្រោយគឺកូនគាត់បកាច់ហ្មងបកាច់នៅគេជៀនក្តាមឈូសកាច់ជឹកហើយខ្ញុំពួកខ្ញុំអ្នកធ្វើមេនដេកហ្នឹងផ្អើលឈិលចេញពីរត់ពីកណាត់មេនចេញហ្មងចេញហើយលេងសាប់តាមកស្ទុះក្រោយលេងគាត់អល់មុខហ្មងពួកឯងណាឯងធ្វើមេននៅកន្លែងហ្នឹងហើយចេញអស់ថ្ងៃហ្នឹងថ្ងៃបុណ្យឡើងសាក់អញឲ្យពួកឯងធ្វើនៅកន្លែងហ្នឹងឯងគាត់ចង្អល់ហ្មងគាត់ចង្អល់ពឹបឲ្យពួកខ្ញុំអ្នកមេនសនស្លាវប្លោយពុកពួងយ៉ាលេងពុកពួងហើយខ្ញុំអត់មាត់ទេហើយមេខ្ញុំគាត់មាត់ចាំមើលទៅមើលគេទៀតនិយាយគេទៀតគាត់ថាថ្ងៃហ្នឹងគឺជាថ្ងៃឡើងសាក់គាត់អញ្ចឹងពួកអ្នកតាឬក៏អ្នកតាស្រុកអ្នកតាព្រៃអីគឺមកអស់ចាបាទមកចូលរួមនៅក្នុងកម្មវិធីគាត់ហ្នឹងណាហើយយើងទៅធ្វើនៅចំនោះបាំងមុខនោះអ្នកតាហ្នឹងបាទដីប្រហែលជា7ម៉ែត្រ4ជ្រុងទេ7ម៉ែត្រ4ជ្រុងហើយខ្ទមអ្នកតាចង់កន្លែងឲ្យដើមជ្រៃនៅកន្លែងហ្នឹងទៀតដើមជ្រៃធំអញ្ចឹងយើងធ្វើបាំងចិត្តអស់លេងហ្មងតែកាលមុនគឺប្តីគាត់ស្លាប់ហ្នឹងគឺធ្វើនឹងដែរប៉ុន្តែអត់មានបញ្ហាអីទេដោយសារតែអត់ចំថ្ងៃបាទអត់ចំថ្ងៃដែលគេត្រូវធ្វើពិធីអញ្ចឹងណាហ្នឹងហើយបាទដល់ពេលហើយគាត់អល់មុខហ្មងថាឲ្យរូចេញបើសិនអត់រូចេញកាច់កកូនឯងគាត់មួយទៀតអូកូនដែលចូលហ្នឹងគឺជាកូនរបស់ម្ចាស់សពបាទកូនចាស់សពហើយសពហ្នឹងគឺសពគាត់តែមានតំណែងមួយអ្នកតាហ្នឹងហ្មងគឺសពកដាញ់សពកដាញ់សពគាត់កដាញ់ហើយប្តីគាត់ស្លាប់បាត់ហើយនៅតែគាត់ទេអ្នកមានអ្នកមនុស្សមកតាស្លាប់ស្លោះគ្នាហ្មងម្ចាស់សពស្រីបាទស្រីគាត់ស្រីចាស់ហ្នឹងយុប្រហែលជា8ជាងហើយណាអូម៉ាក់យាយហ្នឹងបាទយាយគាត់8ជាងហើយដល់ពេលហើយគាត់នឹងអ្នកតាក៏ចូលថាពួកហែងត្រូវរូចេញអត់មានត្រូវបូជាថ្ងៃហ្នឹងថ្ងៃបុណ្យឡើងសាក់អញអញ្ចឹងអត់មានឲ្យញ៉ៃនៅហ្នឹងឯងរូចេញបើសិនជាអត់រូចេញទេអញនឹងកាច់កកូនឲ្យងាប់ហើយពួកដាក់ដើមបុណ្យគាត់ហ្នឹងបងដើមបុណ្យគាត់ហ្នឹងឲ្យពួកខ្ញុំហ្នឹងរូចេញហើយខ្ញុំថាចេះបើសិនជារូបងឯងរកកន្លែងខ្ញុំដាក់មកពួកអីអត់ត្រូវដាក់ទៅតាមវត្តទេព្រោះវត្តចង់ឲ្យបុណ្យកឋិនលោកមិនឲ្យដាក់បងចាបុណ្យកឋិនចឹងថ្ងៃសៅរ៍អាទិត្យគឺបុណ្យកឋិនហើយអញ្ចឹងលោកអត់ឲ្យដាក់ទេព្រោះខ្លាចប៉ះពាល់ឬក្លិនអីចឹងណាអញ្ចឹងបងឯងត្រូវអើយកន្លែងឲ្យខ្ញុំដាក់គាត់ថាមានដីគាត់មួយកន្លែងប៉ុន្តែដីហ្នឹងគឺដីຕົកចោលទេអត់នៅទេប៉ុន្តែដីហ្នឹងគឺមានផ្ទះមានអីត្រឹមត្រូវគាត់មករើពីផ្ទះចាស់គាត់មកនៅកន្លែងផ្ទះថ្មីហ្នឹង
ហូតដល់ប្រហែលជាខ្ទង់ប្រហែលជារីយូរដែរបង4-5 ឆ្នាំដែរតាគាត់ហឺហ្នឹងហឺយូរហើយហើយខ្ញុំក៏អត់មានចំទាស់ឲ្យគាត់ដែរហើយក៏មិនបានសួរថាដីហ្នឹងគឺមានបញ្ហាអីដែរពួកយើងអ្នកមានយើងដឹងថាធ្វើទេគេឲ្យធ្វើកន្លែងណាគឺធ្វើកន្លែងហ្នឹងបាទអត់មានចំទាស់គេកើតទេព្រោះអីគេដើមបនគេជួយើងមកអញ្ចឹងណាហើយយើងក៏ចាប់ដើមរូមែនរូអីប្លាទៅរូទៅចុះធម្មតាថ្ងៃក្តៅបងយើងមិនអាចទៅអុយធ្វើភ្លាមបានភ្លាមណាតែថ្ងៃក្តៅគឺដៃក្តៅដែរហើយអញ្ចឹងធ្វើហត់ធ្វើជប់ហ្នឹងចាប់តាប្រហែលជាខ្ទង់អាចជាម៉ោង3ឬក៏ម៉ោង4អាសៀលហ្នឹងគឺយើងធ្វើហើយហើយអូហើយអីហ្នឹងឬឡើងហ្នឹងជាងទៅដល់កន្លែងកន្លែងថ្មីដល់កន្លែងថ្មីក្មួយគាត់ហ្នឹងក៏និយាយថាបងអដីហ្នឹងគឺកន្លែងដីខ្មោចដើរក្មួយគាត់និយាយគាត់ប្រាប់ថាបងដីហ្នឹងគឺដូចជាដីខ្មោចដើរអញ្ចឹងបងឯងធ្វើមែនបងឯងត្រូវសុំតាមទៅពីដើមហ្នឹងបងឯងមិននិយាយថាដីខ្មោចដើរមកគឺខ្ញុំអត់ធ្វើទេពីប៉ះពីបាទវាប៉ះពីដីគេដែលពពួកនឹងវាដើរតែពេលដើរទៅបាំងផ្លូវគេអញ្ចឹងវាពិបាកពួកខ្ញុំអ្នកមានអញ្ចឹងបងឯងមិនប្រាប់ដើរមកថាអត់ទេបងបើសិនជាខ្ញុំប្រាប់បងពីដើមបងអត់ធ្វើទេយើងក៏ឡើងជើងសជើងអីហាយអស់បាច់ហ្នឹងហើយតម្លាក់ដៃតម្លាក់អីហាយអស់ហើយហ្នឹងអញ្ចឹងយើងចិត្តធ្វើទៅធម្មតាមិនហ៊ានចំទាស់គេណាខេឡូវាមិនអីយើងនិយាយចាបាទហើយគ្នាខ្ញុំធ្វើ5នាក់នោះមានមេខ្ញុំដែរ5នាក់ហើយយើងក៏ចាប់ដើមធ្វើទៅចាប់តែយើងចាប់អារម្មណ៍មួយត្រង់ដើមជ្រៃមួយគឺកាត់ពាក់កណ្ដាលដើមកាត់ចោលបាទកាត់ចោលពាក់កណ្ដាលដើមហើយដាក់ជើងធុកលើហ្នឹងហើយវាធំពេកអញ្ចឹងយើងកាប់អីចឹងយើងអត់ដឹងដែរខ្ញុំអត់ដឹងថាមូលហេតុអីបានគេកាប់ធំដើមប្រហែលជាប៉ុណ្ណឹងដើមជ្រៃប៉ុន្តែគេកាប់ពាក់កណ្ដាលដើមគេដាក់ជើងធុកលើលើដើមជ្រៃហ្នឹងហើយផ្ទះគាត់ស្អាតបងផ្ទះបុរាណចាស់ពីដើមផ្ទះបុរាណនៅចិត្តជើងភ្នំខេត្តកំពង់ស្ពឺយើងហ្នឹងបាទផ្ទះបុរាណអញ្ចឹងទៅយើងមិនចោលអារម្មណ៍ថាផ្ទះកាលលោកកតុកចោលទៅអីបងអ្នកភូមិអ្នកឯងគេហ្នឹងដែរតាគាត់ឲ្យវាយើងដាច់ស្រយាលវាមិនដូចនៅស្រុកភូមិយើងតាមជនបទផ្ទះចិត្តគ្នាទេវាយើងដាច់ស្រយាលវាមានតែដាច់ស្រយាលយើងក៏ចាប់ដើមធ្វើមែនធ្វើអីទៅប្រហែលជាខ្ទង់ម៉ោង7យប់គេហែមកម្ដងទៀតគេហែសពមកត្រូវម៉ោងគឺយើងធ្វើមួយម៉ានហែមកហ្នឹងអូយើងអត់ចាំពេលវេលាយូរទេហែសពយកមកកន្លែងនេះបាទដីប្រហែលជា7 គីឡូដី7 គីឡូដីបាទឆ្ងាយអញ្ចឹងគេហែមកហើយខ្ទង់ម៉ោង7ហើយយើងពួកខ្ញុំអ្នកមានបខំមកដល់ទីតាំងប្រហែលជាម៉ោង3ម៉ោង4នេះអញ្ចឹងយើងបខំធ្វើហើយឆាប់ញ៉ាប់អីទឹកក៏បានមួយដែរក៏ចាំទៅហែរៀបចំខ្មោចដាក់លាក់ឡអីហើយបានយើងចាប់ដើមមួយទឹកបាទដល់ពេលដែលគេហែមកហែអីអញ្ចឹងទៅធម្មតាពេលដែលគ្រួសារសពគាត់មិនសូវមានច្រើនទេហើយអ្នកកដោក៏មិនសូវដែរអ្នកក្នុងអ្នកភូមិអីគេមិនសូវច្រើនក្បាលប្រលប់បន្តិចគេទៅផ្ទះគេវិញហើយបាទគេអត់ទៅកដោដូចយើងពួកអ្នកមានចាំដល់24ម៉ោងទេបាទអញ្ចឹងក៏យើងរៀបចំរៀបអីហើយរៀបចំរយអីគ្នាខ្ញុំនោះដុតតែនពុះស្នូការណាសុំសុកបាយទៅហើយយើងររៀបអីទៅដាក់អុសដាក់អីទៅហើយពេលហ្នឹងពុកពោះចង់ថាគាត់សពគាត់សក់កដាញ់លើកទី1អត់ដែរបូជាប៉ះទេបាទលើកទី1យើងបុកពោះចង់ថាតែប្រហែលពេលណាខ្ញុំសុំសួរតិចមើលយូរដែរបងយូរដែរហើយយើងខ្ទង់ថាជា2021ឯងអូខេបាទ2021នេះទេទៅហៅកូវីដចឹងកូវីដបងកូវីដមួយប៉ុន្តែគាត់ថាពេលហ្នឹងដូចជាមិនតាន់ខ្លាំងទេបងអត់តាន់ខ្លាំងបាទមិនតាន់ខ្លាំងទេដូចជានៅមួយចាក់វ៉ាក់សាំងមួយទេហើយយើងក៏ចាប់ដើមរៀបចំរៀបអីទៅធម្មតាអ្នកស្រុកអ្នកភូមិអីគេមិនបានមកដិតដល់ណាហើយយើងនេះទៀតហើយប៉ុន្តែលោកទេសនៅកន្លែងបុណ្យហ្នឹងឯងបងអត់លោកទេសនៅកន្លែងផ្ទះសពទេដោយសារតែបើសិនគេលោកទេសកន្លែងផ្ទះសពគេទុកសពចោលពួកខ្ញុំនៅម្នាក់ឯងអញ្ចឹងវាមិនកដោក្ដែងបាទកដោក្ដែងហើយពួកយើងធ្លាប់ឡងកាត់ច្រើនអញ្ចឹងអ្នកដើមបុណ្យក៏យកលោកទេសមុនលោកមកទេសនៅកន្លែងបុណ្យហ្នឹងទៅបុណ្យទៅទេសអីហើយទៅរៀបចំតម្លាក់សពបូជាតែម្ដងនៅពេលដែលយើងបូជានោះដើម្បីចាប់ដើមយំដុតក៏ឆេះដែរប៉ុន្តែលក្ខណៈសពគឺមិនជាតោងភ្លើងណាទេអត់ទេឆេះតែកៅអៅគាត់សាច់នៅទាំងអស់សាច់ហើយសក់គាត់រុំខ្លួនតែមុនដំបូងរុំខ្លួនអត់ទេអត់ដឹងទេប៉ុន្តែគាត់ថាពេលដែលឆេះកៅអៅឆេះស៊ូទៅយើងសពឃើញសក់គាត់រុំនេះលើក្បាលពុះចាំមកសក់មកដុំធំហ្មងសក់មកដុំប៉ុណ្្នឹងកាត់ហើយមែនអត់ឲ្យវែងហ្មងបាទខ្ញុំអត់ដឹងថាសក់នឹងកាត់ឬក៏មិនយើងអត់ដឹងយើងមិនតែឆេះសពណាបងប៉ុន្តែគាត់ថាឃើញសក់គាត់នឹងនៅលើក្បាលពោះគាត់បាទសក់មកដុំធំហ្មងប៉ុណ្ណាណៃគឺឃើញសក់អត់ឆេះទេបងសក់ហ្នឹងដុតអត់ឆេះទេហើយពួកខ្ញុំណាពេលដែលយើងបូជាបូហើយកូនចៅគេក៏មិនបានទៅយាមអីដែរគេទៅផ្ទះរៀងខ្លួនទៅនៅតែពួកខ្ញុំ5នាក់នៅហ្នឹងហើយខ្ញុំអ្នកមើលសព
អ្នកបូជាផ្ទាល់ដៃតែម្ដងហើយមេខ្ញុំនោះពួកគាត់ដេករៀងខ្លួននេះខ្ញុំនៅដេកនៅក្នុងមេនហើយពួកគាត់ទៅចងនៅក្រុមផ្ទះមួយដែលទុកចោលនៅគេហ្នឹងនៅគេដើមជ្រៃហ្នឹងបាទចងផ្ទះនៅហ្នឹងនៅពេលដែលគ្នាខ្ញុំនៅចងសុកលឺសលេងអតេកូបងអតេកូបងទឹកគូកម្លាំងកឹងក្បាក់តុងមកជាម៉ោង10មិន10យប់បាទ10មិន10យប់ហើយខ្ញុំឆ្ងល់ថាចេះដាច់សញ្ញាហើយសម័យហ្នឹងហើយគឺនៅមានអតេកូទៀតខ្ញុំឆ្ងល់មែនតើគឺនៅមានអតេកូដើរកម្លាំងកឹងហើយអតេកូហ្នឹងគឺខុសគេទៀតអតេកូពេលដែលវាដើរមិនទីចឹងឈប់ចឹងទៅលឺទៀតហើយកឹងលឺកឹងលឺសលេងបដិញតិចបាទលឺហ្មងលឺហើយគ្នាខ្ញុំមកនោះអាឡៃនោះថារៀងសម័យអីហេអញអត់មានសម័យទេឬនៅអត់មានសម័យទេហើយមើលសភាពផ្ទះដឹងហើយផ្ទះមិនហើយស្ដាប់ក្មួយគាត់និយាយថាផ្លូវហ្នឹងគឺជាផ្លូវខ្មោចដើរអញ្ចឹងរឿងហ្នឹងគឺថាកាត់ឡើងហើយរឿងហ្នឹងថាកាត់ឡើងហើយគ្នាខ្ញុំនោះគាត់ថាឥឡូវបើនិយាយច្រើនបើសង្ស័យច្រើនបងរៀងទៅចង់នឹងដេកធម្មតាហើយមើលសពធម្មតាហើយខ្ញុំដេកនៅលើផ្ទះហ្នឹងមកស្ទុះក្រោយកាលជើងម៉ោង 2:10 វាខ្ទុះមកហ្មងវាខ្ទុះមកពេញចេញពីផ្ទះហ្នឹងបងផ្ទះហ្នឹងខ្ទុះអីគេបងខ្ទុះអីគេអត់ទេស្ទុះស្ទុះចេញមកហ្មងនៅពេលដែលវាស្ទុះចេញមកហ្មងដឹងមកយ៉ាត់ផ្ទះហ្នឹងសុទ្ធតែមលីងកងវាលសុទ្ធតែមលីងកងវាលហ្មងអត់លេងនៅលើផ្ទះហ្នឹងពេញហ្មងផ្ទះតែដីទុកចោលហ្នឹងបាទដីទុកចោលហ្នឹងសុទ្ធតែមលីងកងវាលផ្ទះហ្នឹងវាចងវាថាចេះឬក្មេងបលៃគ្នាលេងបាទបលៃគ្នាលេងហើយវាអត់សង្ស័យទេវាស្មានកាឡូវាដាក់កាសទៅកាឡូស្ដាប់បាត់មានលឺម្លេងក្មេងអញ្ចឹងណាបាទវាសង្ស័យដល់ពេលដោះកាសចេញវាលឺម្លេងរត់ចេះចាស់ដល់ផ្ទះហ្នឹងបាទឌុងដល់ផ្ទះនេះក្តារអញ្ចឹងបងក្តារអញ្ចឹងហើយប៉ុន្តែគាត់ថាក្រោមសិទ្ធិពីពីងហើយដីនៅផ្ទះគាត់គឺស្អាតចេះមានសម្រាប់នេះបងអាលងសោដូចស្នាមបោសអញ្ចឹងហើយគ្នាខ្ញុំស្ទុះមកពឹបថារីមានលឺម្លេងក្មេងស្រែកយំអត់ថាអញអត់លឺទេអញគាត់ថាលឺម្លេងអតេកូលឺម្លេងអតេកូហើយខ្ញុំលឺម្លេងស្រែកយំអាមេរិកកងវាលហើយដឹងអាមេរិកកងវាលហើយអាមេរិកកងវាលអាដែនគ្នាខ្ញុំអ្នកទៀតវានៅដេកគេហ្នឹងវាចឹងថាវាដេកយ៉ាងហើយវាមិនតែកំដរអាឡៃមួយទៀតបាទវាកំដរគ្នាពេលហ្នឹងមួយទៀតវាកំដរនៅគេហ្នឹងប៉ុន្តែឆ្លៃអាកន្លែងដើមជ្រៃដែលខ្ញុំនិយាយហ្នឹងគឺព្រាយរំប៉ុណ្ណានៃបាល់បងបាល់សក់លើកធើងរំអាកន្លែងកាច់គល់នៅលើហ្នឹងរំបងអើយប្រៃប៉ុនពោមន់រំរបៀបដូចគ្រូហ្មងទេបងស្លៀកពាក់មិនដែរបងគ្រូអត់ទេស្លៀកពាក់យើងមិនធ្វើឲ្យសោះច្បាស់រឿងខ្មៅតែក៏បិណ្ឌគាត់សជើងឃើញតែត្រឹមនេះមិនដឹងថាព្រាយឬក៏អីផ្សេងប៉ុន្តែរំនៅអាឡៃគល់អាដើមជ្រៃតែគេកាត់តែកដាលយល់បាទវាគាត់នៅរំនៅលើគល់ឈើហ្នឹងបាទនៅរំលើគល់ឈើហ្នឹងនៅរំនៅញ៉ៃរំហ្នឹងហើយគ្នាខ្ញុំនោះភ័យស្លន់ស្លោក៏ដេកនៅក្នុងមេនវិញហើយខ្ញុំថាចេះបើថាមឹងបើពួកឯងខ្លាចមឹងឲ្យហាក់ដើមបុនគេមកឲ្យមកជួយកដោគ្នាពួកអីគ្នាយើងមាន5នាក់ទេបើសិនជាយើងនៅទុកចឹងទៀតហើយសពអត់តន់ឆេះទៀតឯងដឹងតែមកយប់ទៀតហើយដឹងមកយប់ដូចលើកមុនចឹងលើកមុន7-10ម៉ោងមកបូជាឆេះ7-10ម៉ោងអញ្ចឹងខ្លាចតែ7-10ម៉ោងមកទៀតយើងក៏ទៅហៅដើមបុនគេមកដើមបុនគេអត់មកទេបងបើយើងប្រាប់គេថាលងគេមិនមកហ្នឹងហើយត្រូវហើយបាទយើងប្រាប់គេថាលងបងអើយលងលេងខ្លាំងបងផ្ទះបងឯងសិតតែលេងកងវាលលេងខ្លាំងអត់ទេបងខ្ញុំចូលរវល់បុនសពនេះហើយផ្ទះបុនសពមានណាមើលរោងមើលអីមើលចានមើលឆ្នាំងទេអញ្ចឹងបើឯងជួយកដោទៅហើយបើឯងដុតធុកប្រាប់ជំនាញផ្ទះជំនាញអីទៅហើយបើសិនជាផ្ទះទុកចោលរាប់ឆ្នាំបងមានជំនាញណានៅទៀតហ្នឹងហើយត្រូវគាត់ផ្ទះទុកចោលរាប់ឆ្នាំមានជំនាញណានៅទៀតខ្ញុំក៏អត់អស់ចិត្តសង្ស័យក៏ដេកនៅចាំមើលបាក់ខ្ទង់ម៉ោងប្រហែលជាមួយកន្លះហើយហ្នឹងនៅចាំមើលពើដាក់កាហ្មងចាំមើលចង់ដឹងមើលតើវាមានអីកាត់ឡើងទៀតនៅផ្ទះហ្នឹងបងអើយអាមួយអង្គុយលើដៃកាំឡើងមូលក្បាលគ្នាអាមួយថ្មីលីងកងវាលរបស់វានឹងអាបហូតចុះកាមេរ៉ាយើងមានដៃហ្នឹងហើយបាទវាបហូតមកវាបហូតដល់កន្លែងកឹបមកមុខកាមេរ៉ាហ្នឹងវាអង្គុយមូលក្បាលគ្នាចេះវាអង្គុយមូលក្បាលមកក្រួយមូលដូចតុក្កតាបាប៊ីកូនក្មេងជួយចិត្តលេងវល់មកបាទវាអង្គុយអញ្ចឹងវាអង្គុយមូលក្បាលអញ្ចឹងហើយអាមួយទៀតដំទីងពីក្បាលចុះក្រោមវាតាមជ្រៃវាមិនយើងធម្មតាតែពេលយើងឡើងក្បាលឡើងលើតែអានេះអត់ទេណាអានេះចុះពេលចុះមកវិញវាក្បាលមកក្រោមវាក្បាលចុះក្រោមក្បាលចុះក្រោមវាដូចជីងចក់ចឹងបាទហ្នឹងដូចជីងចក់ចឹងវាម្លាក់ក្បាលចុះក្រោមហើយមើលមកយើងសើចស្ញាញ់ហ្មងសើចប្រហែលប៉ុណ្ណាពេលឃើញទូចបងទូចហីប៉ុណ្ណេះពូពូនេះហើយវាមានមេក្មេងវាបងមានមេបាទមានមេក្មេងចាំមើលបងមេក្មេងពពុកម្លីកងវានេះគឺមានមេក្មេងវាគឺមិនតែធំហ្មងនេះមកល្មមប៉ុន្តែបើសិនជាយើងដឹងថាវានៅកន្លែងហ្នឹងហើយវាប្រាប់ហើយឲ្យកលាខ្លួនចេញអត់ឲ្យនៅមួយពួកឲ្យមនុស្សឃើញអីទៀតទេវាប្រាប់ហើយ
អញ្ចឹងទៅយើងពួកយើងក៏ស្លន់ស្លោគ្រប់គ្នាបងអើយភ័យ ឃើញទាំងអស់គ្នា ឃើញអស់គ្នាបង5នាក់ឃើញ5នាក់ប៉ុន្តែនោះអត់ហ៊ានចាញ់ក្រៅមែនទេឲ្យវាហ៊ានចាញ់ក្រៅមែនដោយសារវាធ្លាប់ម្ដងដែរកាលហ្នឹងសោយទឹកដល់វត្តបង វាធ្លាប់មកវាហ៊ានចេញវាក្រៅមែនបងញ័រតាត់ហ្មងញ័រតាត់មកឲ្យខ្ញុំនេះបូជាសពបលាអីបលាធម្មតាសពបូជាចេះយើងពិបាកហើយនៅឆ្ងាយទៀតដឹងថាយកអូណាអីណាកាច់អាឈើយើងតូចប៉ុណ្ណឹងកដៃចេះញុកចូលហើយដាក់យកកង់ឡានកង់ម៉ូតូដែលនៅលើឡាននៅសល់យើងកល់ដៃចេះបោះចូលលើបងសក់អត់ឆេះទេសក់គាត់អត់ឆេះនៅទាំងអស់បងសក់គាត់ តែដល់ពេលសពមនុស្សមិនដែរ សពដុតឆេះប៉ុន្តែគាត់នៅប្រើពេលយូរសពគាត់ដុតឆេះ តែសក់អត់ហ្មង សក់អត់ឆេះ នៅដូចដើម នៅ អត់រោលអត់អី ក្នុងអត់ឆេះគាត់នៅវាឆេះរហូតគេប៉ុន្តែដល់ពេលក្នុងអត់ឆេះចាក់ប្រេងមិនក៏អត់ឆេះដែរសក់ហ្នឹងដោយសារតែគាត់កាន់គ្រូលោកយាយគាត់កាន់គ្រូនឹងគ្រូគេគាត់តាក់ទោជាមួយនឹងលោកអ្នកតាអ្នកអីគឺឆ្លប់ឆ្លោះគ្នាបានដាច់អហង្ការដល់ថ្នាក់ហ្នឹង ឆ្លោះគ្នាមួយអ្នកតាវិញ បាទគាត់ឆ្លោះគ្នាឆ្លប់ឆ្លោះមួយអ្នកតាដោយសារតែអ្នកតាពេលដែលចូលហ្នឹងគឺប្រាប់ឲ្យថាឲ្យរើមែនចេញ អូចាំបានហើយតែអញ្ចឹងកាច់តកូនទៀតចឹងមានន័យថាធ្លាប់កាច់ម៉ែហើយ បាទធ្លាប់កាច់មកដីហ្នឹងដីលើខ្មោចដើរទេតែមុនដំបូងគ្រួសារគាត់នៅលើដីហ្នឹងគ្រួសារគាត់នៅលើដីហ្នឹងពេលដែលលើដីហ្នឹងគឺស្លាប់ម្ដងម្នាក់បងប្អូនគាត់ ហ្នឹងហើយ បាទស្លាប់ម្ដងម្នាក់គាត់ក៏សង្ស័យគាត់ឲ្យគ្រូមើលគាត់ថាគ្រូមើលផ្ទះហ្នឹងគឺធ្វើលើកន្លែងដីគេដើរហើយដីខ្មោចដើរអញ្ចឹងក៏ពួកគាត់រើទីនៅមកនៅគៀនបងប្អូនគាត់វិញប៉ុន្តែបងដីបងប្អូនគាត់ហ្នឹងគឺមានអ្នកតានៅកន្លែងហ្នឹងបាទមានអ្នកតា ជាស្រ័យបងសុំកាត់តិចដីខ្មោចដើរហ្នឹងដីហ្នឹងមានន័យថាម៉េចព្រោះខ្ញុំអត់យល់ពាក្យថាដីខ្មោចដើរ ដីខ្មោចដើរគឺពពួកវិញ្ញាណដើរបងដើរផ្លូវគេដូចផ្លូវយើងដើរធម្មតាអញ្ចឹងផ្លូវជាតិយើងជិះអញ្ចឹងប៉ុន្តែគេផ្សេងគេមានផ្លូវគេដើរអញ្ចឹង គេមានផ្លូវរបស់គេ បាទផ្លូវរបស់គេហ្នឹងគឺកម្មសិទ្ធិរបស់ពពួកហ្នឹងហ្មងគឺដើរចេញចូលយប់អីគឺដើរចេញចូលតាមហ្នឹង ទ្វារខ្មោចអី បាទហ្នឹងគេដើរហ្នឹងប៉ុន្តែបើយើងធ្វើតេស្តលើហ្នឹងទី1ពេលខ្លះពេលដែលយើងធ្វើទៅសួយជួនកាលរស់ស៊ីមានបានទេអត់ឡើងទេជួនកាលបើទៅធ្វើទៅចំហ្មងអាចនឹងស្លាប់តគ្នាបាទលើដីខ្មោចដើរនឹងស្លាប់តគ្នាហើយគ្នាខ្ញុំណាបូជាគាត់តែបូជាទៅយើងក៏វាមិនបានទៅដោតរឿងអារម្មណ៍ហ្នឹងព្រោះយើងធ្លាប់ជួបអីអស់ទេហើយបាទជួបច្រើនហើយយើងក៏បូជាសត្វតែបូជាយើងឃើញសមោស្ទងនៅគៀមផ្ទះហ្នឹងអង្គុយនៅមុខកាមេរ៉ាហ្នឹងគឺដូចយាយហ្នឹងចឹងដូចយាយហ្នឹងកាមេរ៉ាហ្នឹងហើយគ្នាខ្ញុំឃើញមិនខ្ញុំអ្នកឃើញទេគ្នាខ្ញុំលៃវាឃើញទេថងរីហើយឃើញដូចជាស្ទងឯងបាច់ប្លាចអញទេអញគ្នាយើងឃើញទាំងអស់ហើយឯងបាច់ប្លាចទេប្លាចអីបាច់ប្លាចទេហើយខ្ញុំនេះជាយាមនិយាយប្លុកគាត់ប៉ុន្តែបុកពុះហើយបុកពុះមិនថាអត់ខ្លាចទេខ្លាចខ្លាំងបងញ័រខ្លួនដែរហ្នឹងមិនធម្មតាណារៀងលងចឹងហើយដើមបុនដើមអីក៏មិនទៅជាអវិវលមួយយើងទេអត់អវិវលមួយយើងទេដើមបុនគាត់ហ្នឹងគឺរបៀបទុកយើងចោលហ្មងទុកយើងចោលដល់ពេលយើងទៅទុកយើងចោលទៅយើងដាក់មែនគិតតែបូជាទៅពេលព្រឹកលំឡើងបានគាត់បូជាឆេះប៉ុន្តែសក់អត់ឆេះធ្វើអីអត់ចេញដែរបងសក់ហ្នឹង តើថាបូជាហើយមកស្អាតហើយតែសក់នៅដដែល សក់នៅដដែលបងសក់គាត់ រោលតិចតែ ឆេះធ្វើមកលាក្បាលកន្លែងត្រង់នេះសក់គាត់ត្រង់ចេះបងមកដល់ត្រឹមកនេះបងបាទត្រង់មកដល់ត្រឹមកបាទដល់ពេលដល់ត្រឹមកនឹងទៅក្រុមវាគួនចូលគ្នាបាទគួនទៅពេលគួនចូលគ្នាដល់វាវែងពេកដាក់ទៅវាកលមួយខ្នងចឹងក៏កលពតមួយហើយពោះលើទៅបាទពតមួយលើពោះនឹងដល់ពេលពតមួយលើពោះពេលយើងបូជាទៅគឺអត់ឆេះទេសក់ហ្នឹង ចុងក្រោយពេលបូជាហើយពេលសក់អត់ឆេះចឹងបងក៏យកសក់អង្គណាដែរប្រគល់ជូនទៅគេវិញបង សក់ហ្នឹងគឺយើងធ្វើអត់បែកទេដោយសារទី1ហើយយើងអាចមកពីគ្រូព្រោះនៅភូមិខ្ញុំក៏មានមួយដែរគាត់ស្លាប់ចុះគាត់អត់បូជាទេដោយសារអីទី1ខ្លាចបូជាអត់ឆេះហើយមួយទៀតគ្រូគឺតំណងគេឲ្យបូជាមិនគឺយើងអត់ដឹងដែរប៉ុន្តែសក់ហ្នឹងពេលដែលបូជាគឺអត់ឆេះទេនៅគឺនៅទាំងអស់អញ្ចឹងយើងឲ្យគេវិញហ្នឹងឲ្យណាគេឲ្យគ្រូសាសក់វិញគ្រូសាសក់ក៏សុំវិញគាត់ថាបើថាបូជាអត់ឆេះទេសុំវិញហ្នឹងសុំយកបញ្ចុះវិញណាដាក់កប់ដាក់អីចឹងណាហើយគ្នាគាត់គ្រួសារសាច់គាត់ហ្នឹងគឺយកវិញទៅធ្វើពិធីផ្សេងទៀតទៅអាចជាអាចបញ្ចុះឬក៏មិនទៀតយើងអត់ដឹងណាឬក៏កាត់អង្គទុកចឹងណាប៉ុន្តែសពហ្នឹងគឺបូជាឆេងអស់អត់ទៅសក់ទេបាទអត់ទៅសក់ទេសពហ្នឹងខ្ញុំមានដឹងថាពេលដែលយើងឲ្យសក់គាត់វិញតើវាមានហេតុការណ៍អីផ្សេងទៀតឬក៏មានដឹងតំណអីថែមទៀតអត់ខ្ញុំអត់ដឹងហ៎ពេលហ្នឹងពេលដែលយើងចប់ការងារបាទឲ្យយើងការងារយើងតទៅមករោងទៀតចឹងណាយើងក៏មិនបានទៅសួរដេញដោលឲ្យគាត់ដែរប៉ុន្តែគាត់ថាយើងដឹងថាកន្លែងហ្នឹងគឺជាបទពិសោធន៍មួយគឺធ្វើមែនគេខ្ទមអ្នកតាហើយនឹង
ផ្លូវខ្មោចដើរនេះគឺអត់បានទេ តែបងមានដឹងសាច់រឿងគាត់ឆ្លោះគ្នាមួយអ្នកតា អត់ដឹងទេប៉ុន្តែគាត់ដាក់ គ្នាអីហ៎ ប្រហែលជាយាយហ្នឹងគាត់ចេះគ្រូបាទគាត់ចេះគ្រូទៅប្រឆាំងជាមួយនឹងអ្នកតាអញ្ចឹងណាបាទដល់ពេលគាត់ប្រឆាំងមួយអ្នកតាទៅពេលដែលស្លាប់ទៅវាអាចវិញ្ញាណវាប៉ះជាមួយនឹងអ្នកតាហើយបើយើងមើលឃើញទេប៉ុន្តែគាត់ថាបងក្មួយគាត់គឺចូលគឺអល់មុខគេឯងហ្មងឲ្យរើមានចេះឲ្យឆាប់ហើយគ្នាខ្ញុំនេះភ័យបងភ័យដែរមិនធម្មតាណាឲ្យរើមានហើយធ្វើហើយហ្នឹងមួយទឹកហើយអីអស់ហើយឲ្យរើមានហើយយើងមិនរើមានតាមគាត់ដែរគាត់រើមានកាច់កូនងាប់ទៀតពេលកាច់កូនងាប់ទៀតវាមានបញ្ហាធំទៀតរត់រៀលដាល់បឡយអញ្ចឹងយើងក៏នេះទៅធ្វើតាមគាត់ទៅធ្វើតាមគាត់ចំអាដីខ្មោចដើរហ្នឹងវាអញ្ចឹងបឡយ ចុះពេលដែលលោកយាយគាត់បានបាត់បង់ជីវិតហ្នឹងដោយសារឯចាស់ជរាឬមួយក៏យ៉ាងម៉េចដែរ ថងហ្នឹងគឺខ្ញុំអត់ដឹងច្បាស់ដែរថាយើងអត់ហ៊ាននិយាយឬក៏មានបញ្ហាអីគាត់និយាយទៅខុសគ្រួសារគាត់អញ្ចឹងណាប៉ុន្តែក្នុងសាច់រឿងនេះគ្រួសារគាត់អាចចូល comment បានបើសិនជាខ្ញុំនិយាយទៅខុសឬក៏ពលិអីបាទលើលូអីអាចចូល comment ប៉ុន្តែសាច់រឿងគឺមានក្មួយគាត់ដែលខ្ញុំត្រូវតែទៅឲ្យមកយាមសពឲ្យមកយាមមួយខ្ញុំដែរអញ្ចឹងបើសិនជាឃើញសាច់រឿងដែលខ្ញុំនិយាយហើយបងអាចចូល comment បានអត់អីទេចូល comment បានចាអូខេនេះជាសាច់រឿងទី1របស់បងអាចារ្យភ្លុកឃើញទេបងបាទចាហើយមិនដែរបងអធិការ អូខេនេះគឺជាសាច់រឿងទី1ដែលចាភ្លុកគាត់បានចែកម្លែកហើយបើចំណងជើងដូចចាភ្លុកគាត់បាននិយាយមុនហ្នឹងអញ្ចឹងមុនហ្នឹងអីគេខ្លះ2មិញហ៎2មិញជាថ្ងៃ15គឺខ្មោចហើយនឹងថ្ងៃស្ដារ5ចប់គឺឃើញអាភ្លុកហើយមួយទៀតធ្វើមែនសង់លើផ្លូវខ្មោចដែរធ្វើមែនសង់លើផ្លូវខ្មោចដែរចុះចារិនបើជាចារិនដាក់ចំណងជើងអីសម្រាប់សាច់រឿងទី1យើងកំហឹងអ្នកតាជាមួយនឹងម៉ាក់យាយសក់ឡានពុទ្ធិសាស្ត្រដើមហេតុនេះរឿងនេះគេកុំវិធីឲ្យយើងចំនួនហ្មងបើខ្ញុំវិញដើមអីគេមិញដើមឆៃគោលដើមជ្រៃតែសម្រាប់បងអាចារ្យភ្លុកធ្វើមែនលើផ្លូវខ្មោចដែរព្រោះអីវាពាក់ព័ន្ធជាមួយនឹង2ចំណុចទី1កន្លែងអ្នកតាចំទី2លើផ្លូវដែលខ្មោចដើរតែម្ដងហើយផ្លូវដែលប្រវត្តិដែលខ្មោចដើរហ្នឹងគឺដោយសារតែពួកគាត់រើទីលំនៅគាត់ស្លាប់តគ្នាហ្នឹងហើយគ្រូមើលអីទៅគេថាផ្លូវខ្មោចដើរអញ្ចឹងបានទុកអាផ្ទះហ្នឹងចោលទៅបើសិនជាយកអាផ្ទះហ្នឹងមកទៀតក៏មានបញ្ហាដែរព្រោះអីធ្វើចំលើកន្លែងគេហើយហ្នឹងបាទអូខេចំពោះអ្នកទាំងអស់គ្នាវិញចង់ដាក់សាច់រឿងនេះចំណងជើងអីដែរជាពិសេសអ្នកដែលកំពុងទស្សនាតាមរយៈ YouTube Channel Smart Asita កុំភ្លេច comment ចំណងជើងដែលអ្នកទាំងអស់គ្នាចង់បានគេឡូចង់យកទៅថតកុនអីយើងមានចំណងជើងស្រាប់ហើយឥឡូវយើងកុំឲ្យខាត់ពេកយូរយើងចូលទៅសាច់រឿងទី2តែម្ដងចឹងមុនពេលដែលយើងបន្តទៅសាច់រឿងទី2ខ្ញុំសូមសតឲ្យការ promotion របស់ Smart មួយបងប្អូនទាំងអស់គ្នាមានដឹងអត់ថាពេលបងបញ្ចូលលុយចាប់ពី$1ឡើងទៅបងប្អូនទាំងអស់គ្នានឹងមានឱកាសចាប់រង្វាន់ជាមួយនឹង Smart ហើយសម្រាប់ promotion Smart លើកនេះគឺជា promotion top up to win ចាបងប្អូនទាំងអស់គ្នាគ្រាន់តែបញ្ចូលទឹកប្រាក់ចាប់ដើមពី$1ឡើងទៅបងប្អូនទាំងអស់គ្នានឹងមានឱកាសចាប់រង្វាន់សម្រាប់រង្វាន់វិញគឺធំខ្លាំងមែនតើ Smart លើកនេះលេងខ្លាំងណាបងប្អូនទាំងអស់គ្នាគឺដាក់ condo មួយ unit ផ្ទាល់តែម្ដងគឺជាគម្រោង The Star Polaris 23អភិវឌ្ឍពេញហួតហើយអត់ទាន់អស់ហើយបងប្អូនទាំងអស់គ្នានៅមានរថយន្ត BYD និងរង្វាន់ជាច្រើនទៀតហើយសម្រាប់ថ្ងៃផុតកំណត់ចាប់រង្វាន់បងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានជាមួយនឹង page Smart Asita ថ្ងៃទី31ខែធ្នូ2025អូខេហើយអ្វីដែលកាន់តែពិសេសកុំភ្លេចចូលទៅ like វីដេអូហ្នឹងហើយនឹង subscribe នៅលើ channel Smart Asita ទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានបន្ថែមក៏ដូចជាតាមដានទស្សនាកម្មវិធីតុកភ្លឺ background ងងឹតឥឡូវមិនឲ្យខាត់ពេលយូរត្រឡប់មកជួបជាមួយនឹងអាចារ្យភ្លុកវិញជាមួយនឹងសាច់រឿងទី2ភ្លេចចំណងជើងទៀតចំណងជើងភ្លេចឲ្យចាំឲ្យគ្នាយើង comment ប្រាប់ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនរគ្នាមួយទៀតភ្លេចប្រាប់ម៉ោង 6:35 នាទីម៉ោង 6:35 នាទីហើយឥឡូវនេះសូចាភ្លុកគាត់ស្នើសុំថតក្រោយគេអញ្ចឹងថតក្រោយគេដល់ពេលយើងខានថតយូរវារៀងយឺតយ៉ាវដែរណាអញ្ចឹងអ្នកនរគ្នាមើលមកប្រហែលជាភ្លើងពណ៌អីប្រហែលជាផ្លាស់ប្ដូរច្រើនហ្នឹងហើយហើយទៀតបើកថ្ងៃហ្មងហ្នឹងហើយក៏សូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាមើលទៅកាន់ពួកខ្ញុំ3នាក់រៀងធ្លាក់ភ្នែកឬក៏ energy ពួកខ្ញុំអត់សូវបុះឡើងអញ្ចឹងណាគឺមូលហេតុពួកខ្ញុំធ្វើការថតនេះប្រហែលជាចូល12ម៉ោងហើយព្រោះអីយើងមកសេតតាំងពីម៉ោង6កន្លះដូចគ្នាអញ្ចឹងសូមអធិស្ឋានបងប្អូនទាំងអស់គ្នាផងហើយពួកយើងអត់ចង់ធ្លាក់ភ្នែកអញ្ចឹងទេដោយសារតែវាជា episode ដំបូងរបស់ season ទី5របស់ពួកយើងអញ្ចឹងកុំឲ្យខាត់ពេលយូរចូលដល់សាច់រឿងទី2
សាច់រឿងទី2យើង ចា បាទសាច់រឿងទី2ខ្ញុំគឺបុជានៅខាងកោះធំដូចមុនដែរប៉ុន្តែយើងឆ្លងចូលកំពង់ស្ពឺប៉ុន្តែនេះអត់ទេយើងតែម្ដង បាទ បាទថ្ងៃមួយគឺខ្ញុំបុជានៅខាងស្រុកកោះធំយើងអត់ដឹងថាទីឃ្លានៅតំបន់ហ្នឹងគឺមានពពួកក្មេងលងទឹកទេចឹងថាពពួកមនុស្សដាក់ខ្មោចទឹកដែលវាជើងកប ជើងកប បាទជើងកបហៅថាជើងកបយើងអត់ដឹងទេហើយសពបើមួយបុជានេះគឺសពធម្មតាទេបាទអត់មានសពអីពាក់ព័ន្ធជាមួយនឹងអីផ្សេងទេគឺសពយើងបុជាធម្មតាតានៅពេលនោះគឺយើងធ្វើមែនធ្វើអីហើយទៅយើងក៏ចាប់ដើមរៀបចំនៅចាំតាពេលវេលាដែលត្រូវយើងហែសពឡើងឯងហែសពឡើងគឺម៉ោង12ថ្ងៃត្រង់នៅពេលដែលលោកឆាន់ត្រង់ហើយគឺយើងចាប់ដើមហែបងប្អូនយើងទុកឲ្យមួយសពក្លិនហ្នឹងសពនេះក្លិនអញ្ចឹងសពហ្នឹងគឺសពលងទឹកទេសពហ្នឹងបាទក្លិនទៅពេលហើយយើងក៏រៀបចំឲ្យអីហើយទៅជាធម្មតាយើងអ្នកមានយើងដឹងអាសពក្លិនហើយយើងឲ្យដាក់ដើមបនដើម្បីទិញដូងឬក៏ស្លឹកតយឬក៏អីរបស់អីផ្សេងទៀតដែលវាអាចនឹងទុកក្លិនបានអត់ទុកក្លិនបានបដាបដាអញ្ចឹងណាអញ្ចឹងយកឲ្យដើមបនដើមអីហ្នឹងទៅក៏ទិញដូងទិញអីទៅស្លឹកតយឬមានស្លឹកតយដាក់ស្លឹកតយក៏បានមានដូងទុំដាក់ដូងទុំបានដែរប៉ុន្តែត្រូវពុះយកទឹកចេញអត់ដាក់ទឹកចឹងវាសើមបាទខ្ញុំក៏រៀបចំរៀបអីរទៅរហូតដល់បូជាម៉ោង7កន្លះយើងបូជាអស់ហើយក៏រើឆ្អឹងម៉ោង12យប់នៅពេលដែលយើងរើឆ្អឹងម៉ោង12យប់យើងចាប់ដើមរើមែនហើយរើឆ្អឹងហើយអស់ហើយយើងរើមែនចុះខាងសក់ធំដូចខ្ញុំលើកខាងដើមអញ្ចឹងថាអើយអត់ទៀងទេរើឆ្អឹងនេះជួនកាលយប់ជួនកាលព្រឹកជួនកាលថ្ងៃរះអញ្ចឹងទៅអត់ទៀងមានតាមតំបន់ទេហ្នឹងយើងក៏ចាប់ដើមរើមែនអីច្បាក់ស្ទងម៉ោង2ខ្ញុំឃើញក្មេងដើរលើផ្លូវដើរលាកខោកាឡាតែឃើញត្រឹមកងខ្មៅក្រឹលខ្មៅហ្មងម៉ោង12យប់បាទអត់ទេមិនមែនម៉ោង2យប់ម៉ោង2យប់គង់រឿងមែនហ្នឹងខ្ញុំភីងខ្ញុំ TikTok ខ្ញុំឥឡូវគេហ្នឹងបងគឺខ្ញុំឃើញក្មេងដើរបងអត់ចាប់អារម្មណ៍ថាក្មេងដើរកាឡូមានឆ្កែមែនអីព្រោះខ្មៅបងបាទខ្មៅហើយឆ្កែលូមែនតើលូខ្លាំងកោះខ្លាំងងកោះដូចថាខ្ញុំបារម្ភថាដឹងមុនថាអូដឹងមកលេងហ្នឹងដឹងមកលេងព្រោះអីនៅតំបន់ហ្នឹងគឺខ្ញុំធ្លាប់បូជា 4-5 ដងហើយបូជា 4-5 ដងគឺកន្លែងហ្នឹងគឺកន្លែងជើងកបខ្លាំងហើយបូជាសពលងទឹកទៀតហើយបងម្នាក់ក៏ប្រាប់ខ្ញុំដែរថាប្រហែលខែមុនគឺមានក្មេងលងទឹកនៅកន្លែងហ្នឹងបាទអូខ្ញុំសង្ស័យអញប្រហែលជាហ្នឹងអញ្ចឹងបើគាត់និយាយថាក្មេងលងទឹកអីហ្នឹងមានអាហ្នឹងហើយវាដើរយំបងវាដើរយំដូចឃ្លាននំអញ្ចឹងបងវាយំយូរក៏លួចឡើងលើមែននេះគេយំយូរក៏លួចឡើងលើខ្ញុំគឺខ្ញុំអាកែវវាថាចេះរីលឺអត់ខ្ញុំលឺដែរលឺហើយគេអើយមេខ្ញុំថាខ្ញុំអត់លឺទេរែងលឺទៅធ្វើការធម្មតាខ្ញុំគាត់អស់សង្ស័យខ្ញុំក៏តែងទូរស័ព្ទថតឡើងស្ពានហ្នឹងប៉ុន្តែគាត់ថាយើងទូរស័ព្ទយើងមិនថតខ្មោចណាបានបងជួនកាលស៊ូមទៅវាមិនទៅឃើញព្រោះវាងឹតទៅបងតែថតខ្លួនឯងចង់ឃើញហ៎បាទប៉ុន្តែវាឈរអាកន្លែងដៃស្ពានហ្នឹងវាច្រត់ដៃខាងវាច្រត់ដៃខាងកន្លែងស្ពានហ្នឹងប៉ុន្តែយើងតែងថតអត់បានទេវាថតអត់បានទេវានៅច្រត់ដៃចេះច្រត់ដៃហើយជើងអត់មានទេធ្វើជើងត្រឹមជង្គង់ឡើងលើវាខោកែឡាបងហើយវាច្រត់ដៃមើលយើងចេះមើលយើងអញ្ចឹងហើយយើងចាប់អារម្មណ៍ត្រង់ថាបងមួយគាត់និយាយពីថ្ងៃគាត់ប្រាប់ខ្ញុំថាក្មេងលងទឹកហ្នឹងគឺខ្មោចម្ដាយដើមគាត់មកយកខ្មោចម្ដាយដើមមុនដំបូងគ្នាចុះមួយទឹកមួយអីធម្មតាហ្នឹងខ្មោចម្ដាយដើមហ្នឹងមានន័យថាខ្មោចពាក្យដទជាតិមែនបាទមិនម្ដាយមានម្ដាយដើមម្ដាយចុងអីគឺអត់ទេខ្មោចពីទិដ្ឋជាតិមុនជាម្ដាយគាត់អញ្ចឹងណាហើយគាត់មកយកវិញអញ្ចឹងណាគាត់និយាយថាក្មេងហ្នឹងគឺខ្មោចម្ដាយដើមគាត់មកយកហើយអាយុប្រហែលប៉ុន្មានបងប្រហែលជា7 ឆ្នាំលងទឹកទលេឬក៏លងទឹកទលេប៉ុន្តែគាត់ថាវាដៃព្រែកបាទដៃព្រែកមកដៃព្រែកហ្នឹងវាលងទឹកហ្នឹងវាចុះលេងថាប៉ិតវាអត់ត្រូវលងទេហើយដីក៏មានល្អដែរប៉ុន្តែដល់ពេលចុះទៅស្រាប់តែទាញចូលប្រឡោយហើយលងហ្នឹងគឺលងចែកពេលថ្ងៃប្រហែលជាខ្ទង់ម៉ោងអេអត់ខ្ញុំអត់ដឹងថាជាម៉ោងប៉ុន្មានយើងអត់ដឹងគាត់និយាយថាថ្ងៃបាទពេលថ្ងៃពេលដែលលងហ្នឹងរហូតដល់ម៉ោង5ល្ងាចពួកគាត់ដើរហោទៅអត់ឃើញទេរហូតដល់យប់ម៉ោង7ម៉ោង8ហ្នឹងគាត់ដើររៀនស្រែកអូនអើយអូនហើយណាហើយវាស្រែកចុងកាយហ្មងទៅខ្ញុំនៅនេះវាស្រែកអញ្ចឹងខ្ញុំនៅនេះដល់ពេលហើយពួកវាថាហេអត់លងទឹកទេប៉ុន្តែឃើញស្បែកជើងវានៅលើខ្នងព្រែកបាទវាស្បែកជើងនៅក្នុងព្រែកប៉ុន្តែដល់ពេលយើងស្រែកហៅវាស្រែកហៅណោវាស្លាយវាយើងណោដល់ពេលឲ្យវាទៅហោអត់ឃើញទេឃើញហ្នឹងហើយស្រែកហៅម្ដងទៀតនៅលើដើម7ស្រែកហៅម្ដងទៀតនៅលើដើម7ពេលដែលនៅលើដើម7ហ្នឹងគឺគ្នាវាច្រើនណាបងគ្នាវាច្រើនមែនទេនៅដើម7ហ្នឹងពេញដើម7ចាត់ពេញដើម7មានក្មេងមានធំមានអីពពួកលងទឹកហ៎បងហ្នឹងជើងកបខ្មៅគ្រុលលើដើម7ហ្នឹងដល់ពេលហើយឲ្យវាស្រែកអូនណាហើយណាវាស្រែកប៉ានេះឲ្យវាចុចពើទៅបង
ចុចពើទៅខូនឆ្វាច់គ្នាវាមកកណូដូចពេញដល់ដើម7ហ្នឹង ដូចផ្លែអំពិលចឹងទៅសំណុងពេញហ្នឹងហ្មង ហ្នឹងឡើងឲ្យយោងហ្នឹងពេញហ្នឹងហ្មងដល់ពេលហើយឲ្យវាថាចាយចំណើអើដើម7ហ្នឹងមកស្ទូក្រោយបាត់ឈឹងឲ្យវាដឹងហើយអូអានេះលងទឹកហើយលងទឹកព្រោះអីនៅព្រែកហ្នឹងគឺមានជើងកបព្រោះព្រែកហ្នឹងលង 4-5 នាក់ហើយបងតែសិតតែក្មេងៗ ម៉ោងប៉ុន្មានមិនបានទៅគាត់ចុច7វិញ យប់បងយប់ដល់រហូតទាំងយប់បង អូបាទយូរហ៎ មុនដំបូងគឺគាត់អើយម៉ោង5ហ្នឹងគឺគាត់ដើររហូតហើយប៉ុន្តែអាស្បាក់ម៉ោង5ហ្នឹងគឺឃើញស្បែកជើងគាត់នៅអាចបែកជើងកូននៅក្នុងព្រែកអត់អស់សង្ស័យរហូតដល់ម៉ោង7យប់បាទម៉ោង7យប់ដល់ពេលម៉ោង7យប់ហ្នឹងគាត់ដើររហូតទៀតគាត់ស្រែកហៅកូនទៀតហៅកូនក៏កូនឆ្លើយនៅចុងចង្ការហ្មងទៅគាត់តាមមកទៀតដល់ពេលកលេចហៅម្ដងទៀតអត់ឃើញហៅម្ដងទៀតក៏ឃើញកូននៅដើម7ឡើងឲ្យយោងសិតតែគ្នាវាអស់ឡើងឲ្យយោងបងហើយពួកគាត់ថាអូដឹងហើយសាប់តាហូគ្រូអីមើលអញ្ចឹងណាគ្រូថាលងទឹកម្ដាយដើមមកយកម្ដាយដើមគាត់មកយកហើយមិនបាច់ទេបាច់ដើរហូទៀតទេស្អែកឡើងគឺមកនៅមើលក្រុមស្ពានឃើញហើយមែនដូចចិត្តមែននៅក្រុមស្ពានក្បាលគាត់នឹងគ្រប់ត្រឡោកដូងគ្រប់ត្រឡោកដូងនៅក្រុមស្ពានហ្នឹងបងត្រឡោកដូងប៉ុណ្នេះហ្នឹងបងបាទត្រឡោកដូងជិះក្មេង7-8ឆ្នាំបងវានៅជាប់មួយត្រឡោកដូងហ្នឹងបងដូងយើងយល់បាទនៅជាប់មួយត្រឡោកដូងកោះមួយដៃអាឡៃស្ពានថ្មជាវាមានដែកឆ្កាងមកវាកោះគប់ខោគប់អីហ្នឹងបងវានៅហ្នឹងហើយគ្រូទៀតគាត់ថាឯងមិនបាច់ទៅដើរហៅណាទេពេលព្រឹកគឺដើរនៅគូស្ពានហ្នឹងគឺឃើញហើយគឺខ្មោចបណ្ដាយដើរវាមកយកវាមកយក 3-4 ដងប៉ុន្តែវាអត់តន់ដល់ថ្ងៃវាដោយសារវានឹកបណ្ដាយដើមគាត់នឹកកូនបាទនឹកខ្លាំងដល់ពេលនឹកខ្លាំងទៅមកយកមុនថ្ងៃប៉ុន្តែយកបានទៅពេលដែលវាក្មេងវាចុះលេងទឹកលេងអីទៅវាគាត់រៀបនឹងចាប់យកមានអាណាមិនខានមកអញ្ចឹងណាមានគ្នាមានអីបាទមិនខានហើយដល់ពេលហើយគ្នាគាត់ដែលត្រូវលងទឹកលងអីហ្នឹងនាំគ្នាលេងនៅហ្នឹងហើយខ្ញុំនេះពួកអ្នកធ្វើមែនអត់ចាប់អារម្មណ៍នឹងឃើញថាបងហ្នឹងគាត់និយាយថាមានក្មេងលងទឹកនៅហ្នឹងអញ្ចឹងបងឯងឃើញខ្មោចហើយឥឡូវគាត់នឹងមានរឿងដែរតាគាត់មានរឿងដែរគាត់នឹងបានឲ្យខ្សែកាច់មួយដែរបាទគាត់ fan ដែរ fan ទឹកភ្លឺអូខេពេលដែលយើងត្រូវបូជាទៅយើងជួបគាត់រហូតដល់ពេលហ្នឹងចុះធម្មតាពេលដែលយើងធ្វើមែនធ្វើអីហើយទៅយើងមិនមកវិញបងប៉ុន្តែពេលហ្នឹងយើងមិនមកភ្លឺអីណាទេចុះធម្មតាម៉ោង2យប់អីគេរើសផ្សឹងម៉ោង12អញ្ចឹងយើងម៉ោង2យប់យើងអីរើសចិត្តហើយម៉ោង4យើងហើយយើងពេលដែលយើងចេញមកវិញប្រហែលជាម៉ោង3ទេអត់ដល់ម៉ោង4ទេម៉ោង3ហ្នឹងគឺវាឈោគ្នាវា6-7នាក់នៅលើដៃស្ពានហ្នឹងបាយយើងចេះខ្ជូតម៉េះពេលបូជាហើយហ្នឹងបូជាហើយខ្ញុំមើលមែនដៃស្ពានអាកន្លែងខ្ញុំថតហ្នឹងគឺវាឈោបាយយើងចេះអាកៅគ្នាខ្ញុំក៏វាឃើញដែរថាងរីនោះគេបាយវារីហើយបាយហើយខ្មៅងឹលចឹងទៅខ្មៅងឹលខ្មៅបងហើយមានខ្លះមានសក់ខ្លះសក់ទេហើយឆ្លៀកខោពណ៌ខៀវកីឡាយើងនោះលោកខ្មៅឃ្លីក6-7នាក់ចូលលើដៃស្ពានហ្នឹងវាបាយយើងចេះហ្នឹងទៀតណាគិតទៅអនិច្ចាគ្នាអស់សង្ខារតាំងពីក្មេងដល់ពេលចឹងទៅគ្នាមិនដឹងថាលងជាអីទេទឹកសុំវាតែចេញលងក៏លងបែបខ្ជូតទៅខ្ញុំគិតថាគាត់ទៅបានស្ងប់សុខអីដែរហ្នឹងហើយជាបបាដែរទី1ខ្លាចអាចារ្យក៏រត់តងព្រលឹងតងអីចឹងណាវានៅហ្នឹងហើយទី1ទៀតខ្លាចពពួកនឹងវាចាប់ចងទុកបាទពពួកជើងកបវាចងទុកចងអីចឹងទៅគេលូវានៅហ្នឹងណាហើយយើងក៏មិនចាប់អារម្មណ៍ឯកន្លែងហ្នឹងដែរប៉ុន្តែគាត់ថាពេលដែលយើងបូជាហ្នឹងគឺគាត់មានគេនិយាយប្រាប់ថាអូនកន្លែងហ្នឹងជើងកបច្រើនណាបើថាមិនអីគ្នាអូនឯងកុំលេងទឹកលេងអីញ៉ៃទឹកត្រឹមខ្មងជើងក៏លងងាប់ដែរអញ្ចឹងបាទត្រឹមខ្មងជើងក៏លងងាប់ដែរខ្យល់គោងាប់ក្នុងទឹកហ្នឹងមកទាញយកដល់បានហ្នឹងបាទទាញយកដល់បានគាត់និយាយហើយចុះកូនគាត់ដែលលងហ្នឹងគាត់មិនត្រូវធ្លាក់ណាអត់ហ្នឹងហើយមិនតែបានទៅលើជើងធ្លាក់ហើយបែកជើងនៅលើស្អាតចាស់ហើយមាននំមកកញ្ចប់នៅលើបែកជើងនឹងទៀតនំមកកញ្ចប់ទៀតគាត់ថាមកដៃដើមគាត់មកយកគាត់អូគូទាយមើលហើយមិនបាច់ទៅបតងព្រលឹងតងអីណាទេដៃដើមគាត់មកយកហើយមិនបាច់ទៅនេះចេះតែពេលបូជាសពទៅមិនដែរបូជាសពក្មេងហ្នឹងគឺខ្ញុំមកបានបូជាបងប៉ុន្តែគាត់ថាសពនៅkiaហ្នឹងលងទឹកមួយទៀតតែថាសពដែលខ្ញុំបូជាហ្នឹងគឺសពលងទឹកប៉ុន្តែមិនមែនក្មេងហ្នឹងទេប៉ុន្តែក្មេងហ្នឹងលងទឹកមុនដែលលើសពនឹងលងសពនឹងបូជាលងទឹកហ្នឹងអូអញ្ចឹងសរុបមកសពដែលបងបូជាហ្នឹងក៏លងទឹកអាលងក៏លងទឹកលងខ្មោចដែលលងបងក៏លងទឹកបាទលងទឹកពពួក3លងទឹកហ្នឹងតែម្លងគ្នាបានថ្ងៃយូរបងយូរក្មេងស្លាប់មុនក្មេងស្លាប់មុនហើយយូរដែរយូរបាទយូរហើយជាខ្ទង់ចិត្ត1ឆ្នាំហើយអូបាទចិត្ត1ឆ្នាំហើយចិត្តទាំងបានគាត់លងទឹកក្រោយហ្នឹងប៉ុន្តែមិនលងឡៃហ្នឹងលងឡៃផ្សេងទេគាត់ទៅរាវខ្យល់គោស្លាប់បាទហើយយើងអត់ដឹងបងអត់ដឹងហើមបាត់ហ្នឹងចុះធម្មតាសពតត្រូវថ្ងៃលងទឹកទៅហើមគឺហើមហើយយើងក៏អត់ដឹងមានដឹងហ្នឹងក៏យើងបូជាទៅជួបហេតុការណ៍ហ្នឹងទៅហើយបងមួយដែលគាត់ fan តុកលឿងក៏ប្រាប់ដែរថាបងកន្លែងជើងកបហើយពីដើមហ្នឹងគឺក្មេងហ្នឹងលងប្រហែល
ឡងរបៀបមិនខ្លះដែលគាត់ចែកម្លែកបងនិយាយអមគាត់ចែកម្លែកហ្នឹងគឺឡងទី1ដើរហៅអ្នកភូមិទិញនំវាហៅទិញនំបងពោះទ្វារគេតុកអីមាននំលក់អត់ដល់ពេលគេបើកទ្វារមកអត់មានឃើញក្មេងទេបើដើរជួងកៅវាដើរហ្នឹងទៅវាយំតាមផ្លូវហ្នឹងយំជួងកៅវាដើរហត់បន្លៃគ្នាលេងលើផ្លូវហ្នឹងម៉ោង 2:10 ហ្នឹងណាជួចំមិននេះថាឲ្យអាញ៉ៃហ្មងចឹងបាទអាញ៉ៃនៅពេញហ្នឹងហ្មងហើយដើម7ហ្នឹងប៉ុណ្ណាណៃបងដើម7ហ្នឹង7ផ្អែមទៀតមិន7ជូរ7ផ្អែមទៀតដល់ប៉ុណ្ណាណៃវាមានបាក់ពួកវាដែរណាក្មេងៗលងទឹកប្រហែលជាអាចលងនឹង 3-4 នាក់ហ្នឹងក្មេងៗបាទហើយចាំវាមានបាក់ពួកវានៅហ្នឹងទៅដល់ពេលវាត្រូវប្រមូលគ្នាមកដូចក្មេងយើងលេងធម្មតាអញ្ចឹងតែមានក្មេងមួយគឺមកហើយពេលលេងគឺមកហើយអញ្ចឹងពពួកហ្នឹងដោយតាមគ្នាហ្មងដល់ពេលហើយម៉ោង 12 13ហ្នឹងគឺតែត្រូវវាលោកគឺវាមកនៃវាបាក់ពួកវាមកហ្មងវាសៃលេងរត់លេងមិនណាធ្វើវាបានទេប៉ុន្តែឆ្កែហ្នឹងអាលូហើយវារត់លេងអាហ្នឹងប៉ុន្តែឥឡូវរៀងសាបជាងមុនតែប្រហែលជាខ្ញុំគិតថាពួកគាត់នឹងក្មេងខ្ចីអត់ចូលថាអត់តន់ដឹងក្តីគិតថាខ្លួនឯងចាចេះចេញលងគេហ្នឹងហើយអត់ដឹងថាខ្លួនឯងសប្បាយដើរសប្បាយទៅចូលជាលក្ខណៈអាណិតវិញណាហ្នឹងហើយលក្ខណៈសំណោះហ่าពួកអីពងពេញកុមារភាពបើឲ្យគាត់ចេញ7ឃើញទៅអត់ដឹងថាខ្លួនឯងនេះហ្នឹងគាត់វាឆ្លើយហើយមកទុះខូចបាត់ពេញហ្នឹងណាប្រហែលអារបៀបអត់ដឹងខ្លួនឯងបាទអត់ដឹងហ្នឹងទេដូចវាបេះអីតោងឲ្យកំ pl ែងនេះលេងលើហ្នឹងហ្មងអត់ដឹងហ្នឹងគាត់ថាវាកន្លែងថាខ្ញុំនេះបាទនេះហើយអាហីហ្មងហើយវាលេងគ្នាវាទៀតទៅហើយមកស្ទុះក្រោយក៏បាត់ទៅឲ្យវាដឹងថាកូនស្លាប់ហើយព្រោះឃើញបើជើងដល់ស្លាប់ហើយបន្ទាប់ពីម្លងបានប្រហែលជាទុំខ្ញុំផុសវីដេអូពី3ថ្ងៃហ្នឹងបងប្អូនអាចចូល comment មើល comment ក្នុងហ្នឹងបានមានអ្នកស្លាប់ក្នុងទៀតលងទឹក2អ្នកក្មេងទៀត2អ្នកតែហ្មងបាទ2អ្នកក្មេងទៀតនៅកន្លែងតែពេលច្រើនតែក្មេងៗទេក្មេងខែនេះខែទឹកឡើងហ្មងបើស្ដាប់ជាមួយនឹងសាច់រឿងនេះទៅអាចជានៃអប់រំដល់បងដែលគាត់ជាអាណាព្យាបាលបើសិនជាអាចជួយបរឹងសុវត្ថិភាពពួកគាត់កុំឲ្យលេងទឹកព្រោះដោយសារតាមរយៈនេះឡើងទឹកខ្លាំងមែនតើអូខ្លាំងទឹកវាពិបាកដែរបងក្មេងយើងទៅប្រាប់មិនប្រាប់លួចលេងបាទព្រោះយើងប្រាប់វាហើយវាទៅលេងដែរវាតាមគ្នាបងហ្នឹងហើយព្រោះអាណាព្យាបាលក៏គាត់រវល់ការងាររបស់គាត់ដែរតន់ហើយមានសាច់រឿងអីបន្ថែមទៀតអត់មានទៀតប៉ុន្តែគាត់ថាខ្លីមកមិញក៏ខ្លីឥឡូវថែមខ្លីទៀតនោះដាក់បងរឿងនេះទេតែមិញសាច់រឿងមិញចំណងជើងណាចំណងជើងបាក់ដាក់បូជាសັບលងទឹកអីខ្មោចលងទឹកទៀតបើខ្ញុំខ្មោចលងទឹកលើដើម7ខ្មោចទឹកលើដើម7ទេម្ដាយដើមមកយកក្មេងយើងហ្នឹងក៏មិនតែខ្ញុំគិតថាប្រហែលជាមិនសូវជាតាក់តងម្ដាយដើមដោយសារនៅនឹងអញ្ចឹងហ្មងអញ្ចឹងទោះអត់ម្ដាយដើមក៏ណាដោយសារតែពុកគាត់ក៏និយាយថាម្ដាយដើមគាត់គូទាហើយគាត់ថាម្ដាយដើមគាត់មកយកគាត់ត្រូវមកយកតាំងពីប្រហែលខែមុនប៉ុន្តែយកបានគាត់ដល់ពេលវេលាត្រូវយកអញ្ចឹងទៅថ្ងៃហ្នឹងត្រូវដល់ពេលវេលាគាត់អស់អាយុហងអញ្ចឹងអូខេអញ្ចឹងសម្រាប់អ្នកនរគ្នាស្ដាប់សាច់រឿងនេះដែរយកឃើញមិនដែរអាចបញ្ចេញមតិយោបល់ខាងក្រោមបានហើយកុំភ្លេច comment ជាចំណងជើងផងបើសម្រាប់ខ្ញុំឲ្យចំណងជើងថាខ្មោចទឹកលើដើម7អ៊ុយអែនអ្នកទឹកលើដើម7អូខេបងឆ្ងល់ហ្មងថាចេះខ្មោចទឹកទៅលើដើមឈើវាអត់សមហេតុសមផលនេះសម្រាប់ខ្ញុំអញ្ចឹងបើអ្នកអស់គ្នាយកឃើញចំណងជើងមិនអាច comment ប្រាប់ពួកយើងបានអូខេតោះចែកម្លែកមករឿងពីររឿងទៀតមកមើលពីរឿងទៀតសិតអត់ចំណងជើងវាខ្លីពេកចំណងជើងចាំឲ្យគ្នាយើងដាក់ឲ្យបាទហើយមុនដំបូងគឺខ្ញុំបូជានៅខាងបងក្នុងសូចំណងជើងគឺអាចដាក់បានបាទ7យប់បូជា7ថ្ងៃបូជា7យប់7ថ្ងៃបើជា7យប់បាទតែភូមិហ្នឹងគឺស្លាប់តគ្នាបាទបងប្អូនយើងធ្លាប់ដឹងហើយនៅតាមតំបន់ភូមិនីមួយៗគឺមានការស្លាប់តគ្នាមិនថាភូមិបងឬក៏ភូមិខ្ញុំទេគឺមានការស្លាប់តភូមិខ្ញុំហ្នឹង4នាក់ស្លាប់បូជាល្ងាចហ្នឹងស្អែកឡើងបូជាមួយទៀតខាងស្អែកបូជាមួយទៀតទៅកើបាទនិយាយរួមទៅយើងអត់ចេញផុតពីហ្នឹងទេដោយសារតែយើងនៅគៀនហ្នឹងអញ្ចឹងចាំមើលដើមតងសាច់រឿងហ្នឹងគឺពូម្នាក់គាត់ផ្ទះបាញ់ស្លាប់នៅគៀនផ្ទះគាត់ហ្នឹងហើយគ្នាគាត់ហ្នឹងគឺក៏ធម្មតាយើងមានបងប្អូនមិត្តភក្តិមិនអីចឹងណាបងហ្នឹងហើយគាត់ជួមេយើងទៅបូជាហើយយើងក៏មិនចាប់អារម្មណ៍ដែរមេហ្នឹងគឺអត់តម្លើងកើតទេព្រោះកន្លែងវិញទៀតយើងបូជាឡទេបូជាឡលើទួលលេបងលើទួលនៅខាងបងភ្នំសយើងនៅខាងម្ដុំជើងគួនពាំងពហិឬក៏ម្ដុំជើងគួនម្ដុំហ្នឹងបាទនឹងម្ដុំហ្នឹងឯងយើងក៏បូជាបូអីធម្មតាយប់ធម្មតាបូជាខ្មោចផ្ទះបាញ់បងវាលេងសើចណាខ្មោចផ្ទះបាញ់ហើយបូជាឡទៀតហើយនៅលើទួលស្ងាត់ទៀតហើយតែ2នាក់ហ្នឹងបង
អត់មានសាច់ញាតិបងប្អូនអី មានបងប្អូនប៉ុន្តែបងប្អូនគេមិនកដោយើងណា មែនបងផុសហ្នឹងណា អត់ទេមែនទេបងមែនទេអាហ្នឹងផ្សេងទេបងផ្សេងទេបងប្អូនគេកដោយើងទេអញ្ចឹងយើងបូជាឡងគឺយើងប្រើគ្នា2នាក់ដល់សារអីយើងអត់តម្លើងមែនតែយើងយកគ្នា5នាក់មកក៏អត់ដឹងថាធ្វើអីដែរអត់មានដឹងធ្វើអីទេអញ្ចឹងយើងក៏យកគ្នាតែ2នាក់ទេខ្ញុំអីហ្នឹងមេខ្ញុំ2នាក់ហ្នឹងបូជាសពផ្ទះបាញ់ហ្នឹងចៃដនអីនៅពេលដែលយើងកំពុងតែបូជាគឺមើលភ្លៀងបាទពេលភ្លៀងពូម្នាក់ទៀតគាត់ជិះម៉ូតូមកសួរទុកយើងក៏មើលអញ្ចឹងម្នាក់ណាមួយយើងព្រោះគាត់ធ្លាប់ស្គាល់យើងក៏ធ្លាប់ហៅមេយើងទៅបូជាដែរបាទគាត់មកសួរទុកយើងអញ្ចឹងពេលគាត់ទៅដល់កន្លែងហ្នឹងគឺគាត់ប្រាប់ឲ្យថាសពហ្នឹងគឺសពផ្ទះបាញ់ក្រោយផ្ទះគាត់លេងទូរស័ព្ទហ្នឹងណាពីសពផ្ទះបាញ់នៅក្រុមដើមស្នាយយើងហ្នឹងអីគាត់ក៏មិនទៅនិយាយអីទៅវិញឆ្ងាយដែរគាត់ក៏ជិះម៉ូតូទៅវិញទៅចូលគុណកូយុននោះគាត់ដាច់ពាក់កណ្ដាលខ្លួនស្លាប់ម្នាក់ទៀតកាត់ពាក់កណ្ដាលខ្លួនបងទៅប្រាប់បងហើយបាទទៅប្រាប់ខ្ញុំហើយប៉ុន្តែគាត់ហ្នឹងមិនបូជាស្អែកហ្នឹងទេបូជាខានស្អែកបូជាចឹងថាយើងចេញបូជាតគ្នាប៉ុន្តែគាត់ថាមិនមែនបូជាស្អែកស្លាប់ថ្ងៃហ្នឹងគឺបូជាស្អែកទេបូជាខានស្អែកទុកសពមួយថ្ងៃបាទទុកសពមួយថ្ងៃបូជាខានស្អែកចាំកូនគាត់មកពីប្រទេសថៃបងបាទចឹងទៅយើងក៏បូជាម្ដងទៀតបាទបូជាគាត់ម្ដងទៀតចៃដនពូម្នាក់ទៀតមកដល់ទៅដល់ផ្ទះចលគោស្លាប់ទៀតដល់ពេលដែលគាត់ចលគោស្លាប់ហ្នឹងគឺយើងមិនទៅគិតថាចុះធម្មតាយើងទៅបូជាយើងមិនទៅមើលសួរចលគោមកអីណាយើងមិនទៅហៅមកអីមិនហៅមកយើងទៅមើលទៅអីទៀតដល់ពេលយើងទៅបូជាទៅស្លាប់ម្នាក់ទៀតគៀងបេះដូងនៅកន្លែងហ្នឹងកន្លែងវងបៀហ្នឹងតែម្ដងវងបៀដែលកំពុងតែនេះហ្នឹងកំពុងលេងកដោសពហ្នឹងបងកំពុងលេងកដោសពបាទកដោសពរោងទី2បាទអីរោងទី3បងរោងទី3ហើយគាត់ជាសពទី4បាទសពទី4រោងទី3សពទី4ប៉ុន្តែអត់បូជាភ្លាមទេស្អែកទៅបូជាត្រូវហើយបាទស្អែកបូជាទៀតនៅខាងជើងគួនខាងជើងគួនបាទនេះនៅខាងជើងគួននិយាយទៅដូរតែស្រុកឯនៅខេត្តដដែលដូរស្រុកចិត្តគ្នានិយាយទៅចិត្តគ្នាពេលដែលយើងបូជាធម្មតាតម្លើងមានតម្លើងអីហើយវាធម្មតាបងហើយប៉ុន្តែគ្រាន់តែយើងអស់ចម្ងល់តិចមិនក៏ភូមិស្លាប់ដូចក្រក់ហ៎តាំងពីដើមឡើយគឺអត់ដែរចឹងទេវាបែបវាតៃហោងផ្ទះបាញ់ជីចូលកូយុនហើយមួយទៀតចលគោនិងកៀងបេះដូងមួយទៀតបាទកៀងបេះដូងយើងក៏បូជាធម្មតាទៅបូជាទៀតទៅបូជាកូនគាត់នេះស្លេស្លន់ស្លោទៅសពភ្លាមបងសពភ្លាមយើងមិនទៅនេះណាអត់ហ្នឹងស្លន់ស្លោលោកគ្រូអាចារ្យនោះគាត់ប្រញាប់ទៅផ្ទះទៀតគាត់មិនបានទៅមើលសពទេអត់បានទៅយាមកដោយើងទៅពួកអ្នកមេហ្នឹងបនធម្មតានៅនេះធម្មតាហ្នឹងហើយបាទបងពី10យប់ស្កាយលូឡើយស្កាយលូខ្លាំងមែនទែនបងខ្ញុំថាបងផ្ទះបាញ់ឲ្យខ្មោចដើរហើយដើរព្រួយអត់ត7ថ្ងៃហ្នឹងបងត7ថ្ងៃយើងបូជាសព3សព4ហ៎មិញ4ហើយសព4យើងមិនតអើយនេះណា7ថ្ងៃណាអញ្ចឹងវាអាចនឹងដើរបាទវាដើរខ្លះអូសជើងអាមួយខាងប៉ុន្តែមិនខ្មោចពេលច្រើនខ្ញុំឃើញគឺអត់នេះទេអត់ឃើញហើយជើងទាំងអស់ទេពេលច្រើនឃើញតែមួយកណាត់ទេវាដើរខ្ញាក់អូសជើងអាមួយទៀតគាត់ពូចឯដើរអញ្ចឹងប៉ុន្តែគឺអា2ទេបងគឺអា2ដើរប៉ុន្តែមិនខ្ញុំមិនឃើញណាអូនខ្ញុំអូប្អូនណាបាទអូនខ្ញុំអាឡៃវាឃើញអាស្ដូនមួយខ្ញុំវាឃើញថាចុះហ្នឹងគេអូសដើរជើងនៅគៀនហ្នឹងខ្ញុំក៏មិនទៅចាស់អារម្មណ៍អីរឿងថាបញ្ហាហ្នឹងដែរកាលូវាស្វាងភ្នែកឬក៏ផឹកស្រាស្វាងព្រោះពេលហ្នឹងវាផឹកស្រាមែនពេលហ្នឹងវាផឹកស្រាអញ្ចឹងណាហើយយើងអត់ផឹកទេព្រោះយើងអ្នកបូជាសពយើងមិនផឹកខ្ញុំអត់ផឹកទេព្រោះតែកាលណាផឹកចំសពណាកាចគឺវាគេប្រកាន់បាទមិនគេប្រកាន់ទេបើសិនចប់គ្រូសពនឹងគ្រូបងបើសិនជាសពនឹងគ្រូយើងហើយហូបទៅវាអាចប្រសាទជាមួយនឹងគ្រូទៅអាចធ្វើទុកដល់យើងឡងហ្នឹងអញ្ចឹងវិញបាទឡងឈាមចំមកក៏មានដែរខ្ញុំធ្លាប់ឈាមចំមកឈាមមិនដែរបាទឈាមឡងព្រោះអីអត់បានទេសពគេគ្រូខ្លាំងក៏មិនយើងមិនអាចចេះបន្ថយទៅជាមួយបានដែរហូម៉ូមអីអត់បានទេបានជំនាញមានអីទៅវាបានទុកខ្លះអញ្ចឹងមិនចូលចិត្តគេងក្រមមែនម៉េចដោយសារសុវត្ថិភាពបាទសុវត្ថិភាពទី1អត់ខ្លាចទី2យើងអាងបារមីមែនហើយនឹងជំនាញមែនអាងខ្លាំងមែនតើហើយជំនាញមែនឥឡូវគឺមានផោសមានសៃមានលោកយាយសក់សទៀតអញ្ចឹងមានថែមមួយទៀតឡើងបាទមាន4ដល់បងហើយទឹមឡើងក្រោយជំនាញមានសៃគឺលោកយាយសក់សអត់បានគាត់កាចជាងគេកាចគឺ
ទៀតតាសទេគាត់ស្លៀកតាស អូ ទេ ដូចលោកយាយជីដែរ បាទនិយាយជីដែរប៉ុន្តែចូលចិត្តការចបា ចូលចិត្តការចបាហើយនឹងឆ្លាមលូចូលចិត្តចូលចិត្តមែនតើបើសិនយើងដាក់សែនដាក់អីទៅយប់លុបយប់អីទៅក៏អូការចបានៅលើមេនឹងគួង ហើយសុវត្ថិភាពគេលក់ស្រួល ដូចលក់ស្រួលហើយពេលខ្លះដល់តលងខ្លាំងលងអីទៅហើយនិយាយរួមទៅអ្នកមានដឹងត្រាប់ហើយជួនកាលរើដៃពុំប្រាំងទៅហ្នឹងព្រោះដៃបេដៃអីហ្នឹងចូលសាច់រឿងមួយទៀតចុះ ជុំលើយើងបញ្ចប់អាមិញមួយសិនណាតា បាទចូលសាច់រឿងមួយទៀត មិញអត់ទេជប់អាមិញសាប់មិញតែ4ទេណា បាទ3ទៀតគឺយើងអត់បានបូជាទេប៉ុន្តែគាត់មកស្លាប់7នាក់ សរុបទៅ7នាក់ បាទ7នាក់ព្រោះយើងបូជាគេហ្នឹងព្រោះអីពេលដែលយើងគាត់ស្លាប់ហ្នឹងគឺគេខាងនោះគេតាក់ទងយើងទៅមុនយើងគាត់តាក់ទងយើងក្រោយយើងអញ្ចឹងយើងទទួលគេមុនយើងបានបូជាទេយើងបោះគេផ្សេង តែយើងដឹងព័ត៌មាន បាទយើងបោះគេផ្សេងអញ្ចឹងណាបាទមករឿងមួយទៀតគឺម្ចាស់មេនហ្នឹងហើយម្ចាស់មេនគឺស្រឡាញ់មេនខ្លាំង អ្នកកាន់មេន ជំនាញ អត់ទេម្ចាស់មេនហ្នឹងគឺគាត់អ្នករៀបមេនថ្មីគាត់បងបួសគាត់បួសទៅលោកបាទដល់ពេលបួសទៅលោកទៅគាត់ស្រឡាញ់ក្នុងវិស័យបូជាសពហ្នឹង នេះរឿងទី4ទេ បាទ ถึงទី4 ទី4ហើយទី4ហើយ chứយើងបញ្ចូលរឿងមិញមួយគ្នាហ្មងទៅ អូខេបញ្ចូលមួយគ្នាក៏បាន បាទបញ្ចូលមួយគ្នាហ្មងទៅពួកអីនិយាយខ្លីៗដែរ អូខេ អញ្ចឹងគាត់ពីដើមហ្នឹងគឺគាត់បួសជាសង្ឃអញ្ចឹងបាទគាត់ចូលចិត្តខាងវិស័យបូជាសពអាចនិយាយវានិស័យដូចខ្ញុំដែរអញ្ចឹង បាទ ហាមគាត់បណ្ណាក៏ណាទៅដែរចង់យកខ្សែចក៏នៅយកកបាត់កាត់យកទៅដែរអត់នេះទេចូលចិត្តហ្មងបាទគាត់នឹងចូលចិត្តខ្ញុំធ្លាប់បូជាប៉ះគាត់ដែរបាទគាត់នៅជាសង្ឃគាត់មកមើលយើងបូជានៅបូជាមួយខ្ញុំហ្មងបូជាមួយគ្នាហ្មងលោកណាគាត់ឆ្លាញ់ខាងវិស័យហ្នឹងដល់ថ្ងៃមួយគាត់សឹកសុំម្ដាយគាត់រៀបមេនថ្មីបាទរៀបមេនថ្មីនៅពេលដែលគាត់រៀបទៅវិញខ្ញុំអត់ដឹងថាការរៀបមេនថ្មីហ្នឹងគឺមានជំនាញមេនឬក៏អីផ្សេងទៀតរៀបចំពឹសស្នូការអីផ្សេងទៀតតាមបែបបត់មេនតែតាមត្រូវអត់ទេយើងអត់ដឹងទេណាប៉ុន្តែដល់ពេលគាត់ធ្វើទៅគឺគាត់បូជាទៅចេះតែមានបញ្ហានេះនោះអញ្ចឹងណាពេលដែលធ្វើទៅតែមានដែកមានអីអញ្ចឹងទៅហើយអ្នកផ្ទះគាត់គឺខ្លាចខ្មោចអញ្ចឹងមេនហ្នឹងគឺអត់ទុកផ្ទះគាត់ទេទុកនៅវត្តបាទផ្ញើនឹងលោកទុកនៅវត្តហើយថ្ងៃមួយគឺគាត់បូជានៅខាងទលេហ្នឹងដូចជាលេខទុកមេនដល់ពេលដែលយើងកំពុងដអូ ឆ្លងចោះឆ្លង ដទៅវាលេខទុកទៅប៉ុន្តែគាត់ថាមិនទៅលេខកណ្ដាលទលេទេវាលេខអាគៀនច្រាំងអាចឡើងឡានបានវាកលហ្នឹងបាទដល់ពេលលេខទៅវាបះអាឡាហ្នឹងមកគាត់ណាម្ចាស់មេនស្លាប់កាន់ស្លាប់មកតែស្គាល់គ្នាដែលគាត់ទៅនេះហ្នឹងទៅបើកមេន បាទទៅបើកមេនឬទៅបួសហ្នឹងទៅបួសឲ្យសឹកបើកកាន់ស្លាប់ម្ដាយហ្នឹងក៏ខ្លាចក៏ផ្ញើមេនហ្នឹងនៅវត្តបាទផ្ញើមេននៅវត្តហើយលោកចក្រាចក៏ដឹងហើយថាគាត់ដែលស្លាប់ហ្នឹងគឺស្រឡាញ់មេនខ្លាំងបាទស្រឡាញ់មេនខ្លាំងអញ្ចឹងមេនហ្នឹងចង់ថាត្រូវបើកភ្លើងចោលមកអត់ទុកនេះទេអត់ដាក់បាទអត់ទេចង់ថាយើងទុកហ្នឹងប៉ុន្តែយើងបើកភ្លើងឲ្យភ្លឺអត់រលឹងអត់ទេ កុំឲ្យមើលមកដូចទុកដៃចោលដូចបងចោលហើយបើយើងទុកល្ងិតទៅនានតូចឃើញតែខ្លាចបាទព្រោះអីលោកស្រឡាញ់ខាងមេនងាប់អញ្ចឹងទៅឃើញទៅខ្លាចអញ្ចឹងណាអញ្ចឹងលោកក៏បើកភ្លើងឲ្យចោលអញ្ចឹងទៅនេះស្រាប់ថាថ្ងៃមួយដូចជាដាច់ភ្លើងឬក៏មិនយើងអត់ដឹងច្បាស់ដែរប៉ុន្តែគាត់ថាចៅអធិការវត្តគាត់មានសង្ឃអធិការអញ្ចឹងដែរគាត់ថាដូចជាដាច់ភ្លើងឬក៏ដាច់ពូលទេអត់ដឹងទេល្ងិតមកយប់ហ្នឹងគឺលឺឡានបច្ឆេះប៉ុន្តែដល់ពេលគាត់ចុចពិលមើលទៅគឺគាត់អត់ឃើញឡានអាផ្សែងធម្មតាតាឡានទុកយូរបច្ឆេះគឺវាហុយផ្សែងហ្នឹងបងហ្នឹងហើយបាទគឺអត់ឆេះទេឬដូចដេអញ្ចឹងដេអត់ឆេះគឺលោកក៏សង្ស័យក៏ចុចពិលមើលទៅអាទ្វារហ្នឹងក៏មានជាប់សោជាប់អីត្រឹមទៅក៏ចក់ក៏អត់បើកដែរហើយចាំលឺឡានលឺដីឡានកញ្ឆេះទៅហើយលោកក៏ចូលទៅវិញគឺស្រាប់តែរើដែកឌូងក្តាំងអូដែកលោកកូននេននៅរៀនធរនៅគៀនចៃដីហ្នឹងលោកឃើញអាគូឡានចេះអាគូឡាននោះអាគូឡានមានទេអត់មានចេញក្រៅសុតបល័យក៏ភ្លេចអស់ដែរបល័យលេខអស់លេងចាអធិការវត្តបាទអត់ទេលោកនេនណាបាទចាអធិការវត្តគាត់ចេះហើយ ហ្នឹងហើយបាទគាត់ចេះខ្លាំងហើយអញ្ចឹងទៅក៏រឿងហ្នឹងគឺម្ដាយលោកដែលគាត់ទៅបួសហើយសឹកស្រឡាញ់មេនហ្នឹងគឺគាត់វេឲ្យលោកទៅប្រគេនលោកហ្មងគេលោកបាទលោកបាទចង់បើសិនជាលោកចង់ឲ្យអ្នកណាឬក៏ធ្វើមកធ្វើអីចាប់ចែងតាមនឹងចុះព្រោះអត់ទុកទេព្រោះអីទីមួយបើសិនក៏គាត់ទុកក៏គាត់ខ្លាចដែរ
nên បាទនេះចឹងក៏គេលោកទៅលោកក៏ចាប់ចែងតាមនឹងទៅឥឡូវនឹងថាមេនឹងទៅដល់ណាពេលហ្នឹងព្រោះអាចជាលក់ចេញឬក៏នៅហ្នឹងនេះព្រោះយើងទៅវត្តអត់ឃើញទេ ចា អូខេអ្នកអស់នេះចឹងថ្ងៃនេះដែរគឺចាភ្លុកគាត់បានចែកម្លែក4រឿងដែលរឿងទី1រឿងវែងហើយចំពោះរឿងទី2ទី3ទី4រឿងខ្លីៗប៉ុន្តែតកតងនឹងការបូជាសពថៃរឿងចុងក្រោយនេះអត់ទាន់មានចំណងជើងទេចឹងយើងថែមបន្តិចទៀត ខ្មោចយាមែន បើខ្ញុំគិតថាម្ចាស់មែន ខ្ញុំគិតថាម្ចាស់មែនដែរ ខ្ញុំដាក់ម្ចាស់មែនអញ្ចឹងអ្នកនរគ្នាចង់ដាក់ឈ្មោះអីក៏មិនប្រាប់ខាងក្រោមមកបាទមិនដែរមានអីបន្ថែមទេមានអីចង់បន្ថែមផ្ដាំផ្ញើទៅគ្នាយើងឬក៏មិនដែរ ដូចជាអើយបាក់អីមកយកបាក់ដេកអូ នៅអស់ខ្យល់អីយើងម៉ោង7:03នាទីអ្នកទាំងអស់គ្នា បាទ ចាហើយ ហ្នឹងយើងអស់ខ្យល់ អស់ខ្យល់ អត់ទេបើតាមពិតទៅខ្ញុំត្រូវយករឿងធំយកមកនិយាយប៉ុន្តែសុំតាមបុណ្យបានយើងទៅរោដែរតែអត់ជួបគាត់មិនដឹងថាគាត់ទៅនៅស្រុកក្រៅឬក៏មិននេះខាងកំពង់ស្ពឺយើងតែបង បើហៅរឿងបានទេ អូយអត់ទេ អត់ទេ បាទ ចំណងជើង សុចិត្តធំសុចិត្តសុំគាត់ហើយចាំនេះបង ថៃស្ពយ បាទ តែខ្លាំងហើយ បាទរឿងសេតខ្នាតព្រោះអីយើងរឿងហ្នឹងខ្លាំងអញ្ចឹងតតសុំតាមបុណ្យគេតែអត់សុំគឺអត់បានទេ ខ្លាចប៉ះពាល់ បាទខ្លះពាល់ព្រោះអីក្នុងហេតុការណ៍ហ្នឹងគឺតាមបុណ្យគាត់នៅហ្នឹងដែរនឹងអស់គ្នាផ្អើលអស់គ្នាអញ្ចឹងតើយើងសុំគាត់តាមតែបើសិនជាគាត់ផ្ដល់សិទ្ធិអនុញ្ញាតឲ្យយើងអាចនិយាយបានអញ្ចឹងណាបាទ អូខេអ្នកនរនេះហើយកម្មវិធីយើងក៏ឈានមកនាទីចុងក្រោយដែរហើយអ្វីដែលខ្ញុំភ្លេចអួតនោះគឺជាមួយនឹង set design ថ្មីរបស់យើងតើអ្នកនរគ្នាពេញចិត្តអត់ជាមួយនឹងការ decor ដោយសូត្រស្ដាំផ្ទាល់បាទមានវាំងនន ច្បើងមនុស្សច្បើងហើយមានខ្ទមអ្នកតាមានភ្លើងគប់ជាពិសេសគឺមាន logo ស្មាស៊ីតារបស់យើងប៉ុណ្ណានៅខាងក្រោយតែម្ដងហើយបើមើលខាងក្រោយនោះគឺយើង detail មែនតើចឹងបើអ្នកនរគ្នាគិតថាគួរតែថែមអីឬក៏បន្ថយអីក៏អាចបញ្ចេញមតិយោបល់បានដែរ